រងរបស់ខ្ញុំទេប៉ុន្តែអ្នកក៏បានរុញឪពុកខ្ញុំចេញពីអគារដើម្បីរឹបអូសយកទ្រព្យសម្បត្តិគ្រួសាររួចដាក់បន្ទុកសម្រាប់ខ្ញុំវាគឺជាឪពុករបស់ខ្ញុំឈ្មោះ Yang Liang ដែលបានសម្លាប់ម្ដាយរបស់ខ្ញុំហើយថែមទាំងបានលក់ខ្ញុំទៅឲ្យមនុស្សអាក្រក់ដែលគ្មានខួរក្បាលនៅក្នុងស្រុក Deshaun Devine យើងនឹងសងបំណុលឈាមនេះសូវ៉ាតើអ្នកមកដោយរបៀបណាតើមានអ្វីខុសជាមួយខ្ញុំតើអ្នកសួរខ្ញុំពីរបៀបដែលខ្ញុំរត់គេចខ្ញុំបានរួចផុតពីរោគដើម្បីប្រឈមមុខនឹងសេចក្តីស្លាប់អ្នកបានលក់ខ្ញុំទៅតំបន់ភ្នំដាច់ស្រយាលអ្នកសម្លាប់ម្ដាយខ្ញុំហើយអ្នកដែរអ្នកទាំងអស់គ្នាសមតែស្លាប់ដោយសម្លាប់ឪពុកខ្ញុំស្ត្រីអាក្រក់ឲ្យខ្ញុំបានទូរស័ព្ទទៅប៉ូលីសហើយកុំគិតចង់ធ្វើបាបវាវិញមិនអីទេព្រោះអ្នកខ្វល់ពីខ្ញុំខ្លាំងណាស់អញ្ចឹងខ្ញុំស្លាប់មុនគេឲ្យនាងទៅហើយអ្នកហើយនាងទៅឋានរោគទាំងអស់គ្នាបាញ់នាងមានគ្រួសារហើយបងប្រុសជាវិញសុខសប្បាយជាទេតើអ្នកសុខសប្បាយទេមិនអីទេវាវៃជាមួយខ្ញុំនៅទីនេះខ្ញុំនឹងមិនឲ្យអ្នកដែលជាទៅធ្វើបាបវាវៃឡើយអ្នកអាចយកឪពុកម្ដាយរបស់អ្នកទៅរកជាមួយអ្នកស្រីគួរឲ្យស្អប់ខ្ពើមប៉ាម៉ាក់កូនសុំទោសវាជាកំហុសរបស់ខ្ញុំទាំងអស់ខ្ញុំបានរាយការណ៍ខុសចំពោះមនុស្សពេញវ័យតើនេះជាអ្វីខ្លងទ្វារចូលផ្ទះសំណាក់មានតម្លៃ 5.000 យន្តដែលថ្លៃបន្តិចនេះជានិស្សិតមហាវិទ្យាល័យមកពីទីក្រុងអាតណាស់ 5.000 យន្តច្រើនពេកទេខ្ញុំបានកើតជាថ្មីត្រឡប់ទៅសម័យកាលដែលខ្ញុំត្រូវបានលួចដំបងឪពុកម្ដាយរបស់ខ្ញុំត្រូវបានសម្លាប់ដោយ Shu Wei និងក្រុមរបស់នាងហើយអ្វីដែលខ្ញុំអាចធ្វើបានគឺសងសឹកពួកគេមិនអីទេឲ្យតែអ្នកដេកជាមួយខ្ញុំហើយមានកូន 5000 នឹងផ្ដល់ឲ្យខ្ញុំវាគឺជាគាត់សត្វលោកតាំងពីខ្ញុំទិញអ្នកមកខ្ញុំមិនបានឈ្នះហ្គេមវាមួយសន្លឹកទេអ្វីដែលជាយើងធ្នាក់ចាញ់ប្រាក់បាត់បង់អ្វីរត់ឬមិនរត់អនុញ្ញាតឲ្យខ្ញុំទៅអត់ទេលើកនេះខ្ញុំមិនអាចធ្លាក់ចូលក្នុងដៃគេទៀតទេខ្ញុំបានរាប់វាទាំងអស់អ្នកបន្ទាប់ប្រញាប់ហៅគេចេញឲ្យខ្ញុំមើលកុំបារម្ភពួកគេមិននៅក្នុងឡានទេចេញមកនេះគឺល្អនេះគឺជាការល្អមើលចុះខ្ញុំចំណាយលុយច្រើនហើយអ្នកឲ្យខ្ញុំជាស្ត្រីដែលមានជំងឺកាមរោគគ្មានផ្លូវទេអ្វីគ្រប់យ៉ាងគឺល្អនៅពេលនេះតើអាចជាដែលមនុស្សចាស់ឆេងគោរបស់ខ្ញុំអ្នកមិនចង់បោកទេមែនទេឲ្យលុយខ្ញុំអត្រាឆានចាស់ឯងសុំវាមែនអត់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅមួយធំជាងនេះហើយអ្វីបានជាគាត់រត់ចេញតើខ្ញុំវាគាត់ដោយរបៀបណាហើយការកុហកខាត់លេខាហាស់នៅលើអេក្រង់អ្នកវាខ្ញុំតើអ្នកកំពុងធ្វើពុតដើម្បីអ្វីប្រញាប់ត្រឡប់ទៅវិញឈប់ធ្វើបាបកូនទៅស្លាប់ទៅលើកមុនខ្ញុំមិនមានពេលសម្រាប់ឈឺវាវេទេទីខែមិញពិបាកនឹងប្រគល់ប៉ុន្តែត្រូវចាប់បានហើយបោះចូលទៅក្នុងភ្នំលើកនេះខ្ញុំនឹងបញ្ជូនអ្នកទាំងអស់គ្នាទៅគុកនៅពេលណាក៏បានប៉ាបើមានអ្វីកើតឡើងនៅទីនោះចាំមករកខ្ញុំក្នុងសុបិនដល់ពេលនេះស៊ូវៃគួរតែត្រូវបានគេលក់ចូលភ្នំហើយមែនទេសត្វតូចស៊ូវីវេពិតជាបានរុញឪពុករបស់នាងចេញពីអគារដើម្បីទទួលមរតនាងជាមនុស្សមើលងាយមែនស៊ូវីវេមុំប្រហែលជាមានការយល់ច្រឡំនៅទីនេះខ្ញុំមានអារម្មណ៍ថាប្អូនស្រីខ្ញុំមិនមែនជាមនុស្សបែបនេះទេការយល់ច្រឡំនោះគឺថាក្រៅពីចង់បានមរតបន្តិចបន្តួចរបស់ឪពុកនាងតែងតែគិតអំពីការឡើងលើតើនាងអាចធ្វើអ្វីនៅលើគ្រែរបស់មនុស្សប្រុសបានបើប្រៀបធៀបនឹងវីវេសមាជិកគ្រួសារនោះគឺគ្មានអ្វីសោះសូម្បីតែសក់នៅលើក្បាលរបស់នាងក៏ដោយម៉ាក់គុំនិយាយបែបនោះបងស្រីខ្ញុំនៅតែពូកែនាងបានរុញឪពុកខ្លួនចុះពីលើចណ្ដាលហើយមិនហ៊ានចូលរួមបុណ្យសពគាត់ទៀតផងឃាតករដែលរត់គេចពីការដាក់ទោសមិនមែនជាមនុស្សទេមនុស្សដូចអ្នកដែលខុសត្រូវក៏មិនសមហៅថាជាមនុស្សដែរកូនស្រីមិនពេញចិត្តតើឯងហ៊ានចូលរួមបុណ្យអីឪពុកចិញ្ចឹមអ្នក7ឆ្នាំហើយកូនពិតជាគ្មានបេះដូងរុញគាត់ចុះពីលើចណ្ដាលយកមកតបន្តិចតើសាហាវម្លេះនាងមើលទៅស្អាតណាស់តាពីយប់មិញប៉ុន្តែខ្ញុំមិនដែលរំពឹងថានាងនឹងសាហាវម្លេះវាពិតជាសំហេតុសំផលសម្រាប់អ្នកស៊ើបអង្កេតក្នុងការនាំមនុស្សជាច្រើនមកទីនេះតើអ្នកណាហ៊ានធ្វើបែបនេះនៅថ្ងៃអនាគតកូនឆ្កេងញីចាំខ្ញុំហៅប៉ូលីសរួចហើយចាំមើលវិធីបដិសេធពេលអធិការមកដល់ម៉ាក់ប្រហែលជាយល់ច្រឡំបងស្រីខ្ញុំហើយបងស្រីមានពុះតាំងណាដែលបញ្ជាក់ថាឪពុកឯងមិនរុញនាងចុះចណ្ដាលទេវីវេនាងលះបង់ពេលវេលាដ៏មានតម្លៃចូលរួមការប្រកួតថ្នាក់ជាតិដើម្បីនាំខ្ញុំមកទីនេះដើម្បីប្រកួតប្រជែងកាដូអ្នកបានឈ្នះជើងឯកហើយទទួលបានមរតកពីឪពុកអ្នកណាថាមិនមែនជាឪពុករបស់អ្នកឪពុករបស់អ្នកបានរុញអ្នកចេញពីអគារបើវាពិតជាមិនមែនតើអ្នកបានធ្វើអ្វីប៉ុន្មានថ្ងៃកន្លងមកនេះបាក់គុំនិយាយបែបនោះប្រហែលជាបងស្រីរបស់អ្នកមានអ្វីសំខាន់ជាងនេះដែលត្រូវធ្វើបងស្រីប៉ុន្មានថ្ងៃមុននេះតើអ្នកទៅណាហើយយើងមិនអាចតាក់ទងអ្នកបានទេហើយអ្នកព្រួយបារម្ភខ្លាំងណាស់សូម្បីតែប៉ាក៏ចង់ជួបអ្នកជាលើកចុងក្រោយដែរប៉ុន្តែគាត់មិនអាចប្អូនស្រីជាទីស្រឡាញ់ខ្ញុំចង់ដែរប៉ុន្តែវាវេអ្នកខ្លះមិនហ៊ានឲ្យខ្ញុំមកទេតើអ្នកឈួតទេ
នាងមិនអាចដឹងថាយើងជួអ្នកណាម្នាក់ចាប់ពង្រត់នាងទេកូនឆ្កេងញីមានន័យថាម៉េចម៉ាក់មិនអីទេវាមិនអីទេខ្ញុំគិតថាប្អូនស្រីរបស់អ្នកច្បាស់ជាពិបាកចិត្តព្រោះប៉ាទៅតែទទួលមរណភាពខ្ញុំយល់ពីនាងវៃពុកម៉ែបងប្អូនចង់បានអ្វីពិតប្រាកដតើអ្នកគាត់ពីខ្ញុំទេខ្ញុំគិតថានាងគ្រាន់តែបារម្ភពីការងាររបស់ខ្ញុំបងស្រីមិនក៏និយាយអញ្ចឹងជាការពិតណាស់ខ្ញុំទទួលស្គាល់ថាអ្នកពិតជាមានទេពកោសល្យជាងខ្ញុំប៉ុន្តែខ្ញុំក៏នឹងខិតខំប្រឹងប្រែងដើម្បីចូលរួមក្នុងការប្រកួតនេះមិនមែននិយាយអំពីទ្រព្យសម្បត្តិគ្រួសារទេវាជាការបញ្ជាក់ខ្លួនឯងនៅតែលេងល្ងងលោកគ្រូធ្វើនេះដើម្បីទទួលបានការងារដោយប្រើល្បិចថោកទាបហើយបំផ្លាញខ្ញុំជ្រូកប្រៃជាការប្រសើរណាស់បន្ទាប់មកខ្ញុំនឹងមើលថាតើអ្នកនឹងបន្តរយៈពេលប៉ុន្មានបងស្រីខ្ញុំមិនយល់អ្វីដែលអ្នកកំពុងនិយាយទេតើដល់ម៉ោងណាហើយដែលនៅតែចង់ជេរវាវឯងមានអណ្ដាតសាហាវម្លេះខ្ញុំបានចិញ្ចឹមអ្នកនៅ Bichen អស់រយៈពេល20ឆ្នាំហើយខ្ញុំច្បាស់ជាពិការភ្នែកដោយសារអ្នកនិយាយថាអ្នកមិនយល់នោះខ្ញុំនឹងជួយអ្នកខ្សែអាចសំឡេងនិងវីដេអូនៅខាងក្នុងរក្សានីតិវិធីទាំងអស់រួមទាំងឧបត្តិហេតុដែលឪពុកខ្ញុំត្រូវបានរុញចេញពីទ្វារលោកគ្រូសៀងបើមិនប្រកល់ទាន់ពេលទេនឹងត្រូវចាប់ដាក់ទុកក្នុងរូងភ្នំលើកនេះខ្ញុំនឹងមិនធ្វើខុសដែលនោះទេស៊ូវ៉ាន់បងប្រុសជាងវែងជួនតើអ្នកកំពុងធ្វើអ្វីវាវែងអ្នកណាធ្វើបែបនេះដាក់អ្នកតើអ្នកសុខសប្បាយទេមិនអីទេបងប្រុសជាងវែងប្អូនស្រីរបស់ខ្ញុំគ្រាន់តែមានអារម្មណ៍មិនល្អខ្ញុំមិនអីទេគ្រាន់តែឈឺបន្តិចវៃស៊ូវ៉ាន់តើអ្នកចង់មានន័យអ្វីគិតមិនទៅអ្នកណាដែលមិនដឹងល្អជាងនឹងគិតថានាងនៅទីនោះដើម្បីជួយអ្នកថានាងជាគូដណ្ដឹងរបស់អ្នកបានធ្វើរឿងទាំងអស់នេះចំពោះវាវែងហើយនាងបានអត់ទោសឲ្យអ្នកហើយអ្នកនៅតែមានអារម្មណ៍ចង់និយាយប្រមាថមើលងាយស៊ូវ៉ាន់ខ្ញុំមិននឹកស្មានថាអ្នកជាស្រីកាច់បែបនេះទេខ្ញុំកាច់វាវែងមកខ្ញុំនាំអ្នកទៅសម្រាប់សិនបងប្រុសជាងវែងសូមកុំឆ្លោះជាមួយប្អូនស្រីខ្ញុំដោយសារខ្ញុំអីបងស្រីរបស់ខ្ញុំមិនបានធ្វើវាដោយចេតនាទេនាងគ្រាន់តែមិនអាចគ្រប់គ្រងអារម្មណ៍របស់នាងបានវាមិនអីទេស៊ូវ៉ាន់បើខ្ញុំដឹងថាអ្នកជាមនុស្សស្រីបែបនេះខ្ញុំមិនដែលភ្ជាប់ពាក្យជាមួយអ្នកទេវាមិនយឺតពេលទេសម្រាប់អ្នកក្នុងការសោកស្ដាយវាឥឡូវនេះអ្នកតើអ្នកចង់មានន័យថាម៉េចតើមានអត្ថន័យយ៉ាងណានេះគឺជាខ្ញុំហើយអ្នកបងស្រីធ្វើមិនបានបែបនេះចិញ្ចៀននេះត្រូវបានជ្រើសរើសជាពិសេសសម្រាប់អ្នកដោយបងប្រុសរបស់អ្នកគឺជាងវែងវាជានិមិត្តសញ្ញានៃសេចក្តីស្រឡាញ់របស់គាត់តើអ្នកអាចបោះវានៅលើដេកដោយរបៀបណាតើមានអ្វីខុសតើអ្នកចង់បានវាទេដោយសារអ្នកចង់បានវាយ៉ាងខ្លាំងនោះខ្ញុំនឹងផ្ដល់ឲ្យនៅបំណងប្រាថ្នារបស់អ្នកស៊ូវ៉ាន់ជួវ៉ាន់ឯងឈួតទេជួវ៉ាន់សុខសប្បាយជាទេតើអ្នកសុខសប្បាយទេវាមិនអីទេខ្ញុំដឹងថាអ្នកមានអារម្មណ៍មិនល្អបងស្រីប្រសិនបើរឿងនេះធ្វើឲ្យអ្នកធូរស្រាលខ្ញុំមិនអីទេឆ្កេងនេះនោះពិតជាឆ្លើយខ្ញុំគិតថាខ្ញុំកំពុងគិតពីអ្នកចុះអ្នកវិញអ្នកអាក្រក់ជាងសត្វទៅទៀតដូចម្ដាយអាយុខ្លីរបស់អ្នកដែរអ្នកមិនមែនជាប្រពន្ធចុងដែលចេះតែលបួងមនុស្សប្រុសវាខ្ញុំឆ្កែឈួតមិនហ៊ានពីខ្ញុំយ៉ាងគោលបើតើអ្នកកំពុងធ្វើអ្វីខ្ញុំបានបុកលោកជាងខ្ញុំសោកស្ដាយណាស់គូដណ្ដឹងនេះគឺឆ្លើយមិនគួរឲ្យជឿខ្ញុំត្រូវបង្រៀននាងនៅមេរៀនមួយមនុស្សស្រីដូចនាងមិនសមនឹងចូលក្នុងគ្រួសារជាងទេខ្ញុំកើតមកដើម្បីបម្រើជាតិនេះមានតែពេលនោះអ្នកអាចក្លាយជាស្ត្រីរបស់ខ្ញុំជាងវែងពិតជាបងប្រុសជាងវែងមែនទេវាវែងតើអ្នកនឹងក្លាយជាប្រពន្ធរបស់ខ្ញុំទេមិនអីទេវាវែងមិនថាមានរឿងអ្វីកើតឡើងទេខ្ញុំនឹងឈរក្បែរអ្នកជានិច្ចទោះបីជាយ៉ាងណាក៏ដោយខ្ញុំនឹងជឿជាក់លើអ្នកជានិច្ចដោយគ្មានចម្ងល់បើមិនដូច្នេះទេខ្ញុំនឹងមិនរៀបការជាមួយអ្នកទេអ្នកជានារីក្លាហានមែនទេពិតមាត់ជឿមិនជឿខ្ញុំនឹងដោះស្រាយអ្នកឥឡូវនេះឈប់អ្នកណាហៅប៉ូលីសសម្មិត្តអធិការគឺគាត់ស្ត្រីដ៏ថោកទាបម្នាក់នេះសម្រាប់ឪពុកខ្លួនឯងបាទសម្មិត្តអធិការខ្ញុំអាចបញ្ជាក់បានថាជាអ្នករុញឪពុកខ្លួនឯងចេញពីអគារតើមានភស្តុតាងអ្វីខ្លះដើម្បីបញ្ជាក់ថាខ្ញុំផ្ទាល់បានរុញជននោះចេញពីអគារតើមានភស្តុតាងអ្វីទៀតកូនស្រីរបស់ខ្ញុំវាវៃបានឃើញវាដោយផ្ទាល់ភ្នែកវាវៃគឺជាភស្តុតាងតើអ្នកពិតជាបានឃើញខ្ញុំរុញឪពុកខ្ញុំចុះជណ្ដើរដោយដៃរបស់ខ្ញុំទេវាវៃកុំខ្លាចអីអធិការនៅទីនេះបាទកុំខ្លាចឆ្កេងនេះអីឲ្យលោកអធិការចាប់ទៅមិនអីទេវាវៃយើងទាំងអស់គ្នានៅទីនេះគ្មាននរណាម្នាក់អាចគំរាមកំហែងអ្នកបានទេមិនអាចទៅរួចខ្ញុំបានឃើញវាគាត់ជាអ្នករុញឪពុកចេញពីអគារពិតជាគាត់មែនព្រះអង្គគង់ចាស់ស៊ូសាហាវណាស់
នោះជាឈាមស្វាដែលចិញ្ចឹមគាត់ជា20ឆ្នាំមើលទៅគាត់ពិតជាជក់ចិត្តនឹងការទទួលមរតមែនទោះយ៉ាងណាក៏ដោយខ្ញុំជឿអ្នកបងស្រីគាត់មិនបានធ្វើវាដោយចិត្តណាទេអ្នកមានចិត្តល្អពេកហើយទោះបីជាពេលវេលាបែបនេះក៏អ្នកនៅតែនិយាយរកទេពអប្សរពូនេះមនុស្សដូចនាងមិនសមជាប្អូនស្រីរបស់អ្នកតតែសោះសម្បត្តិអធិការអ្នកទាំងអស់គ្នាក៏ធ្លាប់ឬដែរកូនស្រីរបស់ខ្ញុំវាវ័យបានឃើញវាដោយតបភ្នែកស្ត្រីកាច់ម្នាក់នេះហើយដែលរុញឪពុកខ្លួនឯងធ្លាក់ពីលើចន្ទាស្លាប់ដើម្បីយកទ្រព្យសម្បត្តិគ្រួសារអ្នកស្រីស៊ូវ៉ាន់មានអ្វីចង់និយាយទៀតទេសម្បត្តិអធិការហេតុអីក៏ខ្ជះខ្ជាយអ្នកមើលងាយម្នាក់នេះបើមិនចាប់មនុស្សបែបនេះទេតើមាននរណាដឹងថាមានគ្រោះថ្នាក់អ្វីទៀតចំពោះសង្គមទៅថ្ងៃមុខលោកជំទាវសូមកុំរំខានដំណើរការស៊ើបអង្កេតធម្មតារបស់យើងទេឈឺវាវ័យខ្ញុំកំពុងរក្សាខ្លួនឯងតើអ្នកពិតជាឃើញខ្ញុំរុញឪពុកខ្ញុំចុះចន្ទាមែនទេគ្រប់គ្រាន់ហើយឈឺវ៉ាន់វាវ័យមានចិត្តល្អរួចទៅហើយតើអ្នកពិតជាចង់បង្ខំនាងឲ្យបិទបាំងនៅរឿងគួរឲ្យស្អប់ខ្ពើមដែលអ្នកបានធ្វើមែនទេនាងមិនចាំបាច់បញ្យល់ទេអ្នកនឹងជឿនាងដោយគ្មានលក្ខខណ្ឌប៉ុន្តែចុះខ្ញុំវិញខ្ញុំបានបញ្យល់អ្នករាប់មិនអស់ប៉ុន្តែអ្នកនឹងមិនជឿពាក្យមួយម៉ាត់ដែលខ្ញុំនិយាយតើនេះជាអ្វីដែលអ្នកបាននិយាយកាលពីពេលនោះថាទោះមានអ្វីកើតឡើងអ្នកនឹងឈរក្បែរខ្ញុំដោយគ្មានលក្ខខណ្ឌពេលនោះខ្ញុំមិននឹកស្មានថាអ្នកនឹងក្លាយជាមនុស្សស្រីកាច់សាហាវបែបនេះទេខ្ញុំមកនេះដើម្បីស៊ើបអង្កេតករណីមួយមិនមែនដើម្បីស្ដាប់ការលើកឡើងរបស់អ្នកទេដោយសារអ្នកអាងថាអ្នកបានឃើញជីវ័នដោយផ្ទាល់ខ្លួនបានរុញឪពុកនាងចុះពីចន្ទាតើអ្នកមានភស្តុតាងអ្វីដើម្បីបញ្ជាក់វាទេភស្តុតាងលោកអធិការតើយើងត្រូវការភស្តុតាងអ្វីខ្លះទៀតកូនស្រីរបស់ខ្ញុំវាវ័យបានឃើញវាដោយផ្ទាល់ភ្នែកអ្នកក៏អាចនឹងចាប់ស្ត្រីដ៏កាច់សាហាវម្នាក់នេះដែរការស៊ើបអង្កេតករណីមិនមែនជាការលេងរបស់កុមារទេបើគ្មានភស្តុតាងផ្ទាល់ទេយើងគ្រាន់តែដាក់ឈ្មោះអ្នកស្រីស៊ូវ៉ាន់ជាជនសង្ស័យជាបណ្ដោះអាសន្នតែខ្ញុំមានភស្តុតាងពិតជាវីវ័យប្រញាប់ឡើងនឹងផលិតភស្តុតាងសូមលោកអធិការចាប់នាងដាក់គុកអូនស្រីតើក្រវិលនេះជាវត្ថុអនុស្សាវរីយ៍ពីម្ដាយឬប្រសិនបើអ្នករុញឪពុកចុះតាមចន្ទាហើយគាត់ដួលខ្ញុំក៏លើកគាត់ឡើងមើលចុះគាត់នៅតែមានឈាមរបស់បតានៅលើគាត់ខ្ញុំយករបស់ដែលម្ដាយខ្ញុំទុកចោលតើកលួចគឺមានន័យដូចម្ដេចវាវ័យរបស់ខ្ញុំនឹងធ្វើរឿងបែបនោះទេអ្នកហ៊ានវាខ្ញុំហេសមាជិកនាវិពលអ្នកកំពុងវាខ្ញុំឆ្កេងញីនេះហ៊ានវាខ្ញុំនៅមុខឯងការកែតម្រូវត្រូវបានផ្លាស់ប្ដូរសមាជិកនាវិពលគាត់បង្ហាញភស្តុតាងដល់ក្មេងប្រគល់វាមកខ្ញុំវិញសម្មិតនេះមិនពាក់ព័ន្ធនឹងខ្ញុំទេវាគឺជាសត្វឆ្កេងញីដែលផ្ដល់ភស្តុតាងដល់សត្វកំណើតនោះដែលបណ្ដាលឲ្យការកែតម្រូវនេះធ្លាក់ដល់ដីប្រញាប់ឡើងចាំយូរបាក់ភ្ញាក់ឡើងបាក់អ្នកត្រូវតែមិនអីទេខ្ញុំកំពុងរងចាំអ្នកនៅខាងក្រៅម៉ាក់គ្រប់គ្រាន់ហើយស៊ូវ៉ាន់វាគ្រាន់តែជាអំបោះមួយតើអ្នកនឹងបន្តទង្វើនេះដល់ពេលណាតើអ្នកគិតថាអ្នកអាចទទួលបានការអាណិតអាសូរតាមរបៀបនេះទេអ្នកទាំងអស់គ្នានិយាយថាខ្ញុំបានរុញគាត់ល្អអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកថានរណាជាពិរុទ្ធជនពិតប្រាកដបញ្ចំតើមានអ្វីខុសតើអ្នកខ្លាចទេបងស្រីឈប់រឹងរូសទៀតទៅប្រសិនបើអ្នកទទួលស្គាល់ថាអ្នកបានរុញប៉ាដោយចៃដន្យឲ្យចុះចន្ទាខ្ញុំជឿថាអធិការយន់នឹងយល់វាមិនមែនជាខ្ញុំទេដែលធ្វើវាហេតុអ្វីខ្ញុំត្រូវទទួលស្គាល់វាជឿវ៉ាន់គេបាននិយាយរួចហើយអ្នកនៅតែរឹងរូសតើអ្នកពិតជាគិតថាយើងទាំងអស់គ្នាជាមនុស្សឈួតដូចអ្នកចាំបន្តិចអធិការយន់គឺខ្ញុំបានរុញឪពុកខ្ញុំចុះពីលើចន្ទាវាមិនមែនជាប្អូនស្រីរបស់ខ្ញុំទេដែលរុញខ្ញុំបើចង់ចាប់អ្នកណាចាប់ខ្ញុំជំនួសហ៊ុយអ្នកណាប្រាប់អូនថាចិត្តល្អម្លេះប៉ុន្តែតើអ្នកអាចទទួលកំហុសដោយរបៀបណាចំពោះរឿងបែបនេះអាចនឹងដាក់គុកមែនហើយហ៊ុយហើយក្រៅពីនេះមនុស្សស្រីប្រភេទនេះមិនមានតម្លៃទាំងអស់នោះទេត្រឹមត្រូវហើយជាតកដូចនាងគួរតែស្នាក់នៅក្នុងអគារនោះទោះនាងសារភាពក៏នៅតែជឿថានាងមិនធ្វើមិនអីទេព្រោះវាជារបៀបនោះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថានរណាជាឃាតករពិតប្រាកដតើអ្នកណាជាឃាតករដែលសម្លាប់ឪពុកប៉ាហេតុអ្វីខ្ញុំមិនអាចរៀបការជាមួយបងប្រុសជាងវិញខ្ញុំនឹងមានបងស្រីម្នាក់នៅថ្ងៃណាមួយដែរជាងវិញនិងអូនស្រីរបស់អ្នកមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកនេះមិនត្រឹមត្រូវទេខ្ញុំមិនចង់បាននោះមានតែខ្ញុំទេដែលអាចនៅជាមួយបងប្រុសជាងវិញហេតុអ្វីបានជាអ្នកគ្រប់គ្នាត្រូវយកវាពីខ្ញុំវាជារបស់ខ្ញុំទាំងអស់តើអ្នកពិតជាមានអារម្មណ៍ចំពោះគ្នាមែនទេជាងវិញមិនអាចជារបស់ខ្ញុំហ៊ុយតើអ្នកកំពុងធ្វើអ្វីរឿងតូចតាចស្លាប់ទៅហើយស្មានមិនដល់ថាពិតជាស៊ូវីវេដែលបានរុញមនុស្សចុះចន្ទាក្រុមហ៊ុននេះអះអាងថាជាស៊ូវ៉ាខ្មាស់គេសឹងតែយកច្រឡំស៊ូវ៉ាคล้ายត្រូវតែคล้ายសម្មិតឬអ្នកមិនគួរជឿពាក្យសម្ដីថោកទាបនេះទេឯងដូចម្ដាយឯងជាស្រីស្នំថោកទាបចេះតែលបួងមនុស្សប្រុសខ្ញុំនឹងវាអ្នកឲ្យស្លាប់បើហ៊ានជេរម៉ែទៀតឃើញហើយសម្មិតយឺជាមួយនឹងបច្ចេកវិទ្យាអីទំនើបខ្លាំងនាពេលបច្ចុប្បន្ននេះការថតនេះគឺពិតជាคล้ายហ៊ុយមិនក៏ខ្ញុំខ្លាចជាមនុស្សស្រីដែលមានចិត្តអាក្រក់បែបនេះវាមិនមែនជាខ្ញុំទេកុំនិយាយវាតាមពិតមិនមែនជាខ្ញុំបងស្រីហេតុអីធ្វើបាបអូនស៊ូវ៉ាឯងមិនទៅជួបបញ្ហាទាំងអស់នេះទេទើបអាចសម្លាប់ឪពុកកូនឯងបញ្ជូនហ៊ុយទៅគុករួចទាមទាររំលឹកឲ្យខ្លួនឯងស៊ូវ៉ាខ្ញុំប្រាប់អ្នកថាខ្ញុំមិនខ្លាចអារក្សតូចដ៏អាក្រក់របស់អ្នកទេ
សម្មិត្តប្រសិនបើខ្ញុំចាំបានត្រឹមត្រូវការកត់ត្រាមិនអាចប្រើដោយផ្ទាល់ជាភស្តុតាងបានទេសម្មិត្តនេះត្រឹមត្រូវបើគ្មានភស្តុតាងផ្សេងទៀតទេហើយមានតែការកត់ត្រានេះទេការបន្ទាទោសមិនអាចបង្កើតបានទេយើងអាចដាក់ឈ្មោះអ្នកស្រីស៊ូវៃវៃជាជនសង្ស័យជាបណ្ដោះអាសន្នបណ្ដោះស៊ូវ៉ាន់អ្នកមិនមានអារម្មណ៍ថាអស់សង្ឃឹមទេឬអ្នកទាំងពីរជាជនសង្ស័យឧក្រិដ្ឋជនឥឡូវនេះការថតអាចត្រូវបានខ្លែងបន្លំប៉ុន្តែខិតបាននេះមិនអាចនោះគឺសម្មិត្តឌូបើអញសួរខ្ញុំចាប់នាងទៅតើអ្នកណានិយាយថាខ្ញុំមិនមានភស្តុតាងផ្សេងទៀតលោកគ្រូប្រសិនបើខ្ញុំមិនជាប់គុកទេភស្តុតាងនេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ភាពគ្មានកំហុសរបស់ខ្ញុំលើកនេះខ្ញុំនឹងមិនធ្វើខុសដែរទេខ្ញុំនឹងដាក់ទោសអ្នកទាំងអស់គ្នាហោះតើអ្នកបានឃើញទេមើលទីនេះពិតជាស៊ូវីវៃដែលបានធ្វើវាមែននាងឆ្លាតណាស់ខ្ញុំស្ទើរតែចាញ់ល្បិចរបស់នាងនារីម្នាក់នេះរន្ធត់ណាស់នារីម្នាក់នេះរន្ធត់ណាស់តើនាងអាចធ្វើជាមនុស្សបែបនេះបានដោយរបៀបណាខ្ញុំគួរតែចាប់គាត់សិនស្មុគស្មាញពេកហើយទេមិនមែនខ្ញុំទេពិតជាមិនពិតទេបងប្រុសកែមកសុំមេត្តាខ្ញុំមិនមានបំណងទេខ្ញុំមិនបានទម្លាក់នាងដោយចិត្តណាទេវីវៃមិនអីទេវីវៃខ្ញុំជឿថាអ្នកប្រកាសជាមិនបានធ្វើវាដោយចិត្តណាទេទោះស្ថិតក្នុងស្ថានភាពបែបនេះក៏អ្នកនៅតែព្រមជឿខ្ញុំពិតមាត់វីវៃមិនដូចមនុស្សស្រីកាច់ដូចអញទេលើសពីនេះវីវៃមិនមានចេតនាចាញ់ឆែវវទេអញ្ចឹងបើតាមអ្នកវិញនាងមិនមានចេតនាដាក់យើងថ្ងៃនេះទេបើខ្ញុំមិនបង្កើតផាសតាងនេះទេថ្ងៃនេះតើខ្ញុំនឹងមានការមាក់ងាយក្នុងការសម្លាប់ឪពុករបស់វីវៃអស់មួយជីវិតដែរឬទេណែលោកស្រីស៊ូវីវៃអ្នកត្រូវបានគេសង្ស័យពីបទភាពកម្មហើយគូតាំងប្រឆាំងនឹងអ្នកគឺគ្រប់គ្រាន់ហើយសូមត្រឡប់ទៅលំនៅឋានរបស់អ្នកវិញហើយសហការជាមួយការស៊ើបអង្កេតរបស់យើងអត់មានទេអ្នកមិនអាចយកនាងទៅឆ្នៃបានទេអាចឆ្កែនឹងជាអ្នកសម្លាប់អូឌីយ៉ូនិងវីដេអូនោះคล้ายៗសុទ្ធតែคล้ายៗសម្មិតជាការថតនេះអាចคล้ายៗហើយវីដេអូនោះក៏អាចคล้ายៗដែរតើអ្នកគិតថា Imperial Censorate ល្មមទេឬចង់ចូលទៅរក្សាក្រុមហ៊ុនរបស់នាងអស់ចាចាំបន្តិចសម្មិតជីវវីវៃបានដួលសន្លប់ខ្ញុំចង់ដាក់ពាក្យធ្វើជាអ្នកធានារបស់នាងតើអ្នកប្រកាសទេការខ្លាចជាអ្នកធានារបស់នាងតម្រូវឲ្យបងប្រាក់កក់ប្រាក់យ៉ាងច្រើនលើសពីនេះអ្នកនឹងត្រូវទទួលខុសត្រូវរួមគ្នាចំពោះបញ្ហាដែលនាងជួបប្រទះក្នុងអំឡុងពេលធានាខ្ញុំប្រកាសខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីរក្សាវីវៃចេញពីគុកជាងវិញអ្នកត្រូវតែជឿខ្ញុំវាមិនមែនជាខ្ញុំទេខ្ញុំពិតជាមិនបានរុញប៉ាចុះចិនដាទេនោះជាឪពុកបង្កើតរបស់ខ្ញុំតើល្អអ្វីទៅដែលខ្ញុំរុញគាត់ចុះតើអ្នកណាដឹងថាអ្នកនៅក្រោយមរតកស្ត្រីដ៏កាចសាហាវឲ្យអ្នកមិនអាចធ្វើអ្វីបានត្រឹមត្រូវវូខ្ញុំគ្មានជំរឿផ្សេងទេចូលទៅទទួលការកែតម្រង់ខ្លះក្នុងជីវិតអតីតកាលរបស់ខ្ញុំពិតជាគួរឲ្យអស់សំណើចណាស់ខ្ញុំមិនទាំងដឹងថាអ្នកចូលចិត្តខ្ញុំខ្លាំងណាស់គ្មានអ្វីប្លែកទេពេលដែលខ្ញុំមិនបានទិញមីងអញ្ចឹងយកគាត់ទៅពេទ្យសិនចាំមកអធិការដ្ឋានដើម្បីរៀបចំឯកសារយើងមិនអីទេលឿនឆាប់នាំវីវេទៅពេទ្យសម្រាមគ្មានតម្លៃអ្នកចាំមើលប៉ាលើកនេះខ្ញុំប្រកាសជាឲ្យវាទៅហើយចំពោះម៉ាក់ផងដែរនៅទីនេះអ្នកទៅខ្ញុំពិតជានឹងឈ្នះការប្រកួតរចនាគ្រឿងអលង្ការនឹងធ្វើឲ្យពួកគេទទួលបានការទទួលស្គាល់ដែលពួកគេសឹមនឹងទទួលបានហឹមហែហែនោះហើយជាវាហើយភ្ញាក់ហើយឬនៅសុខសប្បាយជាទេតើមានអ្វីរំខានអ្នកទេកុំចាប់ខ្ញុំអូវាមិនអីទេវាវេបងប្រុសរបស់ខ្ញុំជាងវែងបានមើលថែវាសម្រាប់អ្នករួចហើយពិតជាបងប្រុសជាងវែងខ្ញុំពិតជាមិនមានបំណងចង់រុញប៉ាចុះមិនអីទេវាវេខ្ញុំដឹងថាគ្រាន់តែផ្ដោតលើការប្រកួតប្រជែងខ្ញុំនឹងមិនអនុញ្ញាតឲ្យស្ត្រីដ៏កាចនោះជោគជ័យជាដាច់ខាតមិនអីទេវាវេតើអ្នកត្រៀមខ្លួនយ៉ាងណាសម្រាប់ការប្រកួតប្រជែងនោះតើអ្នកបានចុះឈ្មោះហើយឬនៅវាត្រូវបានបញ្ជូនម៉ាក់កុំបារម្ភអីខ្ញុំប្រកាសជាមិនបណ្ដោយឲ្យអ្នកឬជាងវែងធ្លាក់ចុះខ្ញុំបានបញ្ជូនការងាររបស់ស៊ូវ៉ាន់រួចហើយប្រសិនបើនាងដាក់ការងាររ៉ៃនេះម្ដងទៀតនាងនឹងត្រូវដកសិទ្ធិស៊ូវ៉ាន់តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំវាវៃគ្រាន់តែទៅចូលរួមការប្រកួតដោយមិនបារម្ភដោយសារការលេងសើចនោះអ្នកបានរងទុក្ខយ៉ាងខ្លាំងហើយខ្ញុំមិនឲ្យគាត់ទៅឆ្ងាយជាមួយវាឡើយសង្ឃឹមថាលើកនេះអ្នកនឹងមិនញញ៉ៃទៀតទេកុំបារម្ភអីពេលនេះវាមិនកើតឡើងទេតើមួយណាជាលោកយ៉េងជូវូបើតានៃប្រជាជាតិសម្មិតជឿតើមានអ្វីនាំឲ្យអ្នកជួបឪពុកយ៉េងគាត់ជាប់សង្ស័យពីបទជួញដូរមនុស្សហើយយើងកំពុងរៀបចំនាំខ្លួនគាត់ទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីសាកសួរអធិការយើងឪពុកយ៉េងមិននៅទីនេះទេគាត់គួរតែត្រឡប់មកវិញគឺគាត់សម្មិតជឿគាត់មិនមែនជាអ្នកផ្សេងក្រៅពីយ៉ាងជូវទេព្រះអង្គជាបតាជាកំពុងតែប្រឹងប្រែងពូកែជាងគេហេតុអ្វីបានជាអ្នកមានពេលមិនល្អអូនក៏មិនចង់មានពេលស្រួលដែរមកជាមួយយើងមុនគេបងស្រីប្អូនស្រីត្រូវជួយខ្ញុំផងខ្ញុំធ្វើបែបនេះដើម្បីប្រយោជន៍វាវេកុំនិយាយកុហកតើអ្នកអាចនិយាយថាអ្នកបានធ្វើនេះសម្រាប់វាវេយ៉ាងដូចម្តេចតើនេះមិនមែនជាអ្វីដែលអ្នកចង់ធ្វើដោយខ្លួនឯងទេអ្នកជាងវិញអ្នកមានវិធីសង្គ្រោះវាវេហើយអ្នកក៏មានវិធីជួយខ្ញុំដែរមែនទេពួកឯងទៅជាមួយគេសិនខ្ញុំនឹងរកវិធីនាំអ្នកចេញពិតជាកុំព្យាយាមបោកខ្ញុំកុំបារម្ភខ្ញុំមិនកុហកអ្នកទេកុំមើលមកខ្ញុំអ្នកត្រូវតែសង្គ្រោះខ្ញុំសូមកុំកុហកខ្ញុំជួយខ្ញុំផងជាងវិញអ្នកត្រូវតែមានវិធីសង្គ្រោះបងប្រុសរបស់ខ្ញុំមែនទេគាត់គឺជាពុំដៃរបស់វាវេចុះសុវណ្ណឆ្កេងនេះតើនាងនឹងព្យាយាមបង្កបញ្ហាក្នុងពេលដែលវាវេកំពុងប្រកួតដែរឬទេវាវេគឺជាក្មេងដែលមានចិត្តល្អចុះបើស្រីសំផឹងនោះពូកុំបារម្ភអីមីង
គណៈកម្មការវិនិច្ឆ័យសម្រាប់ការប្រកួតនេះមានភាពជាដៃគូជាមួយគ្រួសារជាងហើយខ្ញុំនឹងទទួលបានប្រព័ន្ធផ្សព្វផ្សាយដែលមានសិទ្ធិអំណាចបំផុតក្នុងប្រទេសដើម្បីចូលរួមក្នុងការប្រកួតប្រជែងបើគាត់ហ៊ានឈ្នះខ្ញុំនឹងប្រកាសថាវាវៃលាតត្រដាងមុខមាត់ដ៏កាចសាហាវរបស់គាត់ដល់ប្រជាជាតិទាំងមូលសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការប្រកួតរចនាគ្រឿងអលង្ការថ្នាក់ជាតិការប្រកួតនេះនឹងត្រូវបានផ្សាយបន្តផ្ទាល់អ្នកត្រូវបានស្វាគមន៍ក្នុងការមើលតាមអ៊ីនធឺណិតគ្រាន់តែទៅមុខហើយចូលរួមខ្ញុំបាននិយាយទៅកាន់ចៅក្រមរួចហើយការងាររបស់អ្នកគឺអស្ចារ្យណាស់អ្នកប្រកាសជាឈ្នះប្អូនស្រីរបស់ខ្ញុំមានទេពកោសល្យណាស់ប្រសិនបើនាងចូលរួមនាងគួរតែទទួលបានលទ្ធផលដ៏អស្ចារ្យខ្ញុំបានពិនិត្យបញ្ជីរួចហើយនាងមិននៅលើវិទេឆ្កេងនេះបើទោះជានាងបានចូលរួមក៏ដោយតើនាងអាចប្រៀបធៀបនឹងវាវ័យរបស់យើងយ៉ាងណានាងមិនបានចូលរួមនាងឆ្លាតគ្រប់គ្រាន់ដើម្បីដឹងកាន់តែច្បាស់បើមិនដូច្នេះទេវាវ័យចិត្តដល់វេនអ្នកហើយត្រៀមសំណាងល្អសូមសំណាងល្អសូមរីករាយជាមួយពេលវេលានេះសវាវ័យនេះនឹងក្លាយជាគ្រាដ៏រីករាយមួយក្នុងចំណោមពេលវេលាដ៏រីករាយពិតប្រាកដមួយចំនួនរបស់អ្នកសូមសំណាងល្អបន្ទាប់មកសូមស្វាគមន៍បេក្ខជនបន្ទាប់របស់យើងដែលជាអ្នកស្នងរត់របស់ស៊ីគ្រូបគឺស៊ូវីវេសូមសំណាងល្អសូមសំណាងល្អតើនេះជាកញ្ញាគូជាដែលប្រធានាធិបតីជាងលើកឡើងទេនោះគួរតែត្រឹមត្រូវជំរាបសួរចៅក្រមជាទីគោរពខ្ញុំស៊ូវីវេការចូលរួមប្រកួតប្រជែងនេះមានចំណងជើងថាដូចភ្នំក៏ដែលបង្ហាញពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលឪពុកខ្ញុំមានចំពោះខ្ញុំបន្ទាប់ពីគាត់ស្លាប់ហើយខ្ញុំក៏ប្រាថ្នាចង់បានគាត់ដែលអស្ចារ្យណាស់លីយៀនឆានបំណែកនេះពិតជាអស្ចារ្យណាស់ទេពកោសល្យគ្រាន់តែជាស្នាដៃចិត្តល្អស្អាតណាស់ជ័យជំនះរបស់វាវេហាក់ដូចជាធានាពេលទទួលមរតកហើយចាំមើលថាតើកូនកំឡោះនេះអាចវាខ្ញុំបានយ៉ាងណាបើគាត់មានខួរក្បាលគាត់នឹងបំផ្លាញភស្តុតាងខ្លួនឯងបន្ទាប់មកគាត់នឹងសារភាពថាបានសម្លាប់បងប្រុសក្រុមរបស់គាត់បើមិនដូច្នេះទេខ្ញុំនឹងលូកគាត់ទៅភ្នំខ្ញុំមិនជឿថាគាត់នឹងមានសំណាងខ្លាំងណាស់ដែលមិនបានគេខ្លួនតើអ្នកកំពុងចូលរួមក្នុងអ្វីមួយដែលអ្នកត្រូវការដើម្បីគ្របដណ្ដប់ជាមួយនឹងតួអក្សរតែមួយនៅលើការងារសិល្បៈដែលខ្ញុំបានប្រើដើម្បីរំលឹកម្ដាយរបស់ខ្ញុំជឿវាអ្នកគួរឲ្យស្អប់ខ្ពើមណាស់បើមិនដូច្នេះទេខ្ញុំនឹងហែកចោលរាល់ការក្លែងបន្លំរបស់អ្នកនៅចំពោះមុខមនុស្សគ្រប់គ្នាតាមពិតទៅនៅពីក្រោយការរចនានេះគឺរឿងប្អូនស្រីរបស់ខ្ញុំតើវាជាអ្វីដែលជាការចង់ដឹងឬមិនចង់ប្អូនស្រីពាក់កណ្ដាលរបស់ខ្ញុំមិនត្រឹមតែបានលួចបុរសដែលខ្ញុំស្រឡាញ់ប៉ុណ្ណោះទេប៉ុន្តែនាងក៏បានសម្លាប់ឪពុកបង្កើតរបស់យើងដើម្បីជាប្រយោជន៍ដល់គ្រួសារផងដែរសាហាវណាស់វាហាក់ដូចជាមានរឿងបែបនោះពិតជាបានកើតឡើងក្នុងគ្រួសារស៊ូប្អូនស្រីរបស់នាងខ្ញុំគិតថានាងឈ្មោះសវងគឺគួរឲ្យស្អប់ខ្ពើមណាស់មិនត្រឹមតែប៉ុណ្្នឹងទេប៉ុន្តែដើម្បីគេចពីការទទួលខុសត្រូវនាងបានប្រឌិតភស្តុតាងដោយព្យាយាមបន្ទោសខ្ញុំថាស៊ូវ៉ាងពិតជាអាក្រក់ណាស់នាងមិនមែនជាមនុស្សទេខ្ញុំនិយាយទាំងអស់នេះមិនមែនដើម្បីទទួលបានការអាណិតអាសូរឬក៏ដើម្បីឲ្យអ្នករាល់គ្នាបន្ទោសប្អូនស្រីរបស់ខ្ញុំចង់ប្រើការប្រកួតដើម្បីប្រាប់ប្អូនស្រីរបស់ខ្ញុំដោយសង្ឃឹមថានាងអាចដឹងពីកំហុសរបស់នាងក្នុងពេលឆាប់ស៊ូវីវេចិត្តល្អណាស់បើប្រៀបធៀបទៅនឹងនាងស៊ូវ៉ាន់គឺសាហាវណាស់ស៊ូវីវេមានសមត្ថភាពខ្លាំងប៉ុន្តែនាងពិតជាមានបងស្រីម្នាក់នៅក្នុងផ្ទៃរបស់នាងវាគ្រាន់តែបង្ហាញថាកូនដែលចិញ្ចឹមដោយម្ដាយផ្សេងគ្នាគឺពិតជាខុសគ្នាទាក់ទងនឹងស្ថានភាពគ្រួសារស៊ូរបស់អ្នករៀបចំការប្រកួតនឹងគ្រប់គ្រងអ្នកយ៉ាងពេញទំហឹងហើយនឹងមិនអត់អន់ឲ្យនរណាម្នាក់ដែលមានចិត្តព្យាបាទឡើយបងស្រីជាទីស្រឡាញ់របស់ខ្ញុំសូម្បីតែអ្នកបង្កើតផុសតាងឥឡូវនេះក៏គ្មាននរណាម្នាក់នឹងជឿអ្នកទៀតទេអរគុណលោកគ្រូស៊ូមិនអីទេអ្នកអាចចាប់ផ្ដើមពន្យល់ពីគំនិតច្នៃប្រឌិតនៅពីក្រោយការងាររបស់អ្នកឥឡូវនេះលោកខែយើងបានទទួលព័ត៌មានជំនួយអនាមិកនេះជាភស្តុតាងបេក្ខនារីម្នាក់នេះយើងបានទទួលព័ត៌មានជំនួយអនាមិកដែលអ្នកបានលួចចម្លងស្នាដៃរបស់ស៊ូវ៉ាន់នៅក្នុងការប្រកួតឥឡូវនេះសូមពន្យល់ពីមូលហេតុដែលមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងរវាងសេចក្តីព្រាងដំបូងរបស់អ្នកនិងផលិតផលចុងក្រោយដូច្នេះលោកវ៉ាន់ជេប្រធានមិនដំណើរការទេសូមឲ្យយើងមើលថែគាត់បើគាត់ពិតជាលួចចម្លងស្នាដៃអ្នកដទៃសូម្បីតែប្រធានជាងមិនអាចការពារគាត់បានទេទុកឲ្យពួកយើងតែម្នាក់ឯងអ្នករៀបចំការប្រកួតនេះគឺប្រធានលេននៃគ្រួសារលេនអ្នកមិនចាំបាច់ភ័យពេកទេអ្នកគ្រាន់តែត្រូវពន្យល់ថាហេតុអ្វីបានជាមានភាពខុសគ្នាខ្លាំងរវាងសេចក្តីព្រាងដំបូងរបស់អ្នកនិងផលិតផលចុងក្រោយប្រសិនបើអ្នកមិនអាចឆ្លើយបានទេសំណួររបស់អ្នកនៅក្នុងការប្រកួតនេះសូមកុំរំខានគាត់ទៅឆ្ងាយវាមិនអីទេមិនក៏អ្នកចាស់ពីរអ្នកនិយាយបែបហ្នឹងទៅតើអ្នកណាបាននិយាយថាវាវ័យរបស់យើងលួចចម្លងឆ្កេងនេះស៊ូវ៉ាន់គឺជាកាកសំណល់ទាំងស្រុងតើនាងអាចប្រៀបធៀបជាមួយវាវ័យរបស់យើងយ៉ាងដូចម្តេចមិនអីទេវាវ័យខ្ញុំនៅទីនេះកុំខ្លាចអីចំពោះចៅក្រមទាំងពីរវាវ័យទើបតែមកពីមន្ទីរពេទ្យនាងមិនទាន់បានជាសះស្បើយពេញលេញនៅឡើយទេហើយប្រហែលជាមិនអាចឆ្លើយសំណួររបស់អ្នកបានភ្លាមនោះទេឲ្យនាងទៅសម្រាប់បន្តិចមិនអីទេតោះទៅស៊ូវាវ័យអ្នកមិនអាចគេចផុតបានទេការសងសឹករបស់ខ្ញុំទើបតែចាប់ផ្ដើមវាវ័យសុខសប្បាយជាទេមានអារម្មណ៍ប្រសើរជាងមុនអរគុណបងប្រុសជាងវែងវាគ្មានអ្វីសោះបើគិតពីអាកប្បកិរិយារបស់ចៅក្រមឥឡូវនេះអ្នកប្រកាសជាខ្លាយជាម្ចាស់ជើងឯកលើកនេះពិតជាឥឡូវនេះសូមស្វាគមន៍បេក្ខជនបន្ទាប់របស់យើងជាងហ៊ីហេតុអ្វីបានជាគេស្គាល់ឈ្មោះនេះអីយ៉ាការរចនានេះអស្ចារ្យណាស់វាស្អាតណាស់នេះពិតជាមិនគួរឲ្យជឿអីយ៉ាភាពច្នៃប្រឌិតរបស់បេក្ខនារីគឺពិតជាគួរឲ្យកត់សម្គាល់មិនគួរឲ្យជឿនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់
ប្រសិនបើស្នាដៃមុនជាស្នាដៃនោះប្រកាសជាស្នាដៃរបស់មេដែលមានការទទួលស្គាល់បាទនេះគឺស្រស់ស្អាតណាស់ភាពស្រស់ស្អាតនៃការបែងចែកវាមានអារម្មណ៍ដូចជាគ្រប់បន្ទាត់ត្រូវបានរចនាយ៉ាងល្អិតល្អន់ម៉ាក់ទោះបីជាអ្នកលេងនៅជាមួយយើងក៏ដោយការងាររបស់អ្នកនៅតែធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះមិនមែនជាវត្ថុអនុស្សាវរីយ៍ដែលបងស្រីខ្ញុំបានទទួលពីម្ដាយទេតើឆ្កែញីមកប្រកួតដែរឬទេរងចាំបន្តិចសូមស្វាគមន៍បេក្ខជនបន្ទាប់របស់យើងជាងយីខ្ញុំចាំនៅលើនេះជាងយីគឺជាឈ្មោះម្ដាយរបស់ឆ្កែញីតើនេះអាចទៅជាយ៉ាងណាឥឡូវនេះសូមអញ្ជើញបេក្ខជនបន្ទាប់របស់យើងគឺជាងយីមកកាន់ឆាកប៉ាម៉ាក់ពេលវេលាសម្រាប់ការសងសឹករបស់ខ្ញុំសម្រាប់អ្នកនិងសម្រាប់ខ្លួនខ្ញុំបានមកដល់ហើយជាងយីតើជាងយីជានរណាជាងយីតើជាងយីជានរណាជាងយីតើជាងយីជានរណាស៊ូជីសួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះស៊ឺជីនេះគឺជាស៊ឺជីតើនាងចូលរួមការប្រកួតដោយរបៀបណាស៊ឺជីនេះជាស៊ឺជីដែលស៊ឺវាវៃទៅតែនិយាយថាបានសម្លាប់ឪពុកខ្លួនឯងហើយដាក់អ្នកផ្សេងត្រឹមត្រូវហើយតើនាងហ៊ានចូលរួមប្រកួតប្រជែងប៉ុណ្ណាតើអ្នកមិនខ្លាចយើងនឹងហៅប៉ូលីសទេហៅប៉ូលីសយើងត្រូវហៅប៉ូលីសនាងអួតទេហៅប៉ូលីសសូមទុកកិច្ចការគ្រួសារស៊ូទុកសម្រាប់ពេលនេះអ្នកនិពន្ធនៃធាតុនេះគឺច្បាស់ជាជាងយីដូច្នេះហេតុអ្វីបានជាអ្នកមកទីនេះត្រូវហើយបេក្ខនារីនៅឯណាបាទវិចិត្រករនៃការងារនេះគឺពិតជាជាងយីហើយនាងគឺជាម្ដាយរបស់ខ្ញុំម្ដាយរបស់អ្នកម្ដាយរបស់អ្នកប្រសិនបើខ្ញុំចាំបានត្រឹមត្រូវច្បាប់ប្រកួតប្រជែងមានកំណត់អាយុសម្រាប់អ្នកចូលរួមអ្នកចាស់ណាស់ហើយម្ដាយរបស់អ្នកត្រូវតែមានអាយុ28ឆ្នាំហើយមែនទេអាយុរបស់ម្ដាយខ្ញុំជាប់គាំងជារៀងរហូតនៅអាយុ27ឆ្នាំតើស៊ូវីវេមិនគ្រាន់តែប្រាប់រឿងមួយដល់មនុស្សគ្រប់គ្នាទេបន្ទាប់មកចូលយើងប្រាប់អ្នកពីរឿងមួយតើអាចទេដែលឆ្កែញីនេះដឹងថាយើងជាអ្នកសម្លាប់ម្ដាយវាកាលពីពេលនោះគ្មានផ្លូវខ្ញុំមិនអាចឲ្យនាងបន្តនិយាយបានទេកូនឆ្កែញីឲ្យបើអ្នកនិយាយពាក្យមួយគ្រាទៀតខ្ញុំនឹងហែកមាត់ចោលហើយបេក្ខនារីកំពុងប្រកួតអត់មានអ្នកណាឡើងលើឆាកទេទៅចុះស៊ូវៃលែងទៅនរកនេះវាមិនមើលទៅដូចជាមានការដែលបង្កើតដោយអីទេវាមើលទៅដូចរបស់ពិតតើវាអាចថាយើងទាំងអស់គ្នាត្រូវបានស៊ូវីវៃបបមិនអាចទៅរួចវីវីដែលអាចបង្កើតស្នាដៃដែលធ្វើឲ្យឪពុកនាងភ្ញាក់ផ្អើលអាចជាជាតិកដែលសម្លាប់គាត់ដោយរបៀបណាស៊ូវេនមិនក៏ស្រីកាច់នោះមិនព្រមឲ្យវាវេទៅនាងជាប្អូនស្រីរបស់អ្នកឲ្យនាងទៅនាងមិនត្រឹមតែសម្លាប់ឪពុកខ្ញុំទេថែមទាំងចាប់ឧក្រិដ្ឋកម្មមកលើខ្ញុំទៀតផងបើខ្ញុំគ្មានភស្តុតាងតើខ្ញុំនៅតែឈរនៅទីនេះរហូតដល់ថ្ងៃនេះអាចនិយាយរឿងទាំងនេះបានឬបងស្រីខ្ញុំដឹងថាខ្ញុំខុសតើអ្នកអាចអភ័យទោសឲ្យខ្ញុំបានទេអ្នកមិនសមនឹងហៅខ្ញុំថាបងស្រីទេប្រសិនបើអ្នកពិតជាដឹងថាអ្នកខុសអ្នកនឹងមិនលួចចម្លងការងាររបស់ខ្ញុំដើម្បីចូលរួមក្នុងការប្រកួតប្រជែងនោះទេតើវាអាចថាការងារនេះពិតជាត្រូវបានលួចដោយស៊ូវេនវេមែនទេនោះមិនមែនទេបងស្រីខ្ញុំទទួលស្គាល់ថាអ្នកពិតជាមានទេពកោសល្យណាស់ប៉ុន្តែការរចនានោះបានធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបង្កើតឆ្កែញីបើឯងនិយាយបែបនេះអញនឹងហែកមាត់ឯងបេក្ខនារីរូបនេះប្រសិនបើអ្នកមិនអាចផ្ដល់ភស្តុតាងខ្លាំងជាងនេះទេអ្នករៀបចំការប្រកួតអាចនឹងដកសិទ្ធិអ្នកស៊ូវេនគុំគិតថាអ្នកជាទេពកោសល្យតែមួយគត់ក្នុងពិភពលោកមានតែម្នាក់គត់ដែលមានសមត្ថភាពរចនាការងារបែបនេះអ្នកក៏មិនមានភស្តុតាងអ្វីដែលធ្វើឲ្យអ្នកគិតថាការងារនេះជារបស់អ្នកភស្តុតាងអ្នកណាថាខ្ញុំគ្មានភស្តុតាងសូមអរគុណចំពោះបញ្ហារបស់អ្នកគ្មានបញ្ហាទេពេលនេះសូមទស្សនារូបភាពទាំងអស់គ្នាអ្នកឈួតសូម្បីតែត្រង់ចំណុចនេះអ្នកនៅតែនិយាយបង្កាច់បង្ខូចវាវេខ្ញុំគិតថាអ្នកកំពុងសុំស្លាប់កុំគិតថាខ្ញុំមិនដឹងអ្វីទាំងអស់ឡានរបស់ម៉ាក់ខ្ញុំខុសគ្នាតើនាងដឹងដោយរបៀបណាជួវែនអ្នកបានខ្លាយបន្លំការងាររបស់នរណាម្នាក់ដើម្បីចូលប្រកួតប្រជែងភស្តុតាងមិនអាចប្រកែកបានឥឡូវនេះតើមានអ្វីទៀតដែលត្រូវនិយាយប្អូនប្រុសជាងវែងខ្ញុំទៅតែឃើញប្អូនស្រីរបស់ខ្ញុំបានបាត់ខ្លួនមួយរយៈហើយខ្ញុំមិនចង់ឲ្យការងារលំបាកទាំងអស់របស់នាងត្រូវបានកប់នោះទេដូច្នេះខ្ញុំនៅតែចង់អរគុណអ្នកជួវែនអ្នកក៏បានឬដែលវាវៃមានន័យថាល្អដូច្នេះសូមដករបាយការណ៍នេះមិនអីទេតើខ្ញុំអាចដករបាយការណ៍របស់ខ្ញុំបានទេលើហេតុផលអ្វីនាងបានសម្លាប់ឪពុករបស់ខ្ញុំហើយដាក់ទោសលើខ្ញុំនាងបានលួចចម្លងការងាររបស់ខ្ញុំនិងរារាំងខ្ញុំពីការចូលរួមក្នុងការប្រកួតប្រជែងប្រសិនបើខ្ញុំមិនបានស្គាល់ជំនាញរបស់នាងហើយបានបញ្ជូនការងារផ្ទាល់ខ្លួនរបស់ខ្ញុំផ្ទាល់ទេនោះខ្ញុំនឹងត្រូវបាត់បង់សិទ្ធិដោយសារការលួចចម្លងឥឡូវនេះអ្នកចង់ឲ្យខ្ញុំដករបាយការណ៍របស់ខ្ញុំអត់ទោសឲ្យខ្ញុំសូមទោសបងស្រីខ្ញុំដឹងថាខ្ញុំខុសប៉ុន្តែអ្នកមិនគ្រាន់តែដឹងថាអ្នកខុសទេអ្នកដឹងថាអ្នកនឹងជាប់គុកបើខ្ញុំចាំឲ្យបានត្រឹមត្រូវរឿងអ្នកសម្លាប់ដតានៅមិនទាន់ដោះស្រាយបានទេក្នុងនាមជាអ្នកធានារបស់នាងប្រសិនបើមានអ្វីកើតឡើងចំពោះនាងអ្នកនឹងត្រូវទទួលខុសត្រូវផងដែរហើយវាមិនមែនជាអ្វីដែលលួយអាចដោះស្រាយបានទេចៅក្រមតើទង្វើលួចក្លែងបន្លំនិងបង្ខូចកេរ្តិ៍ឈ្មោះរបស់ស៊ូវីវេជាការបំពានច្បាប់ឬមែនហើយសកម្មភាពរបស់ស៊ូវេវេបានចាត់ទុកជាការបំពានច្បាប់ជួវ័នសូមប្រាកដថាគណៈកម្មាធិការរៀបចំរបស់យើងនឹងបន្តដោះស្រាយបញ្ហានេះដល់ទីបញ្ចប់គ្រូឆាតើយើងមិនបានយកព្រមលើរឿងនេះទេ
លោកជាងយើងសន្យាថានឹងជួយពេកនារីឈូវីវេតាមលទ្ធភាពដែលអាចធ្វើទៅបានទោះជាយ៉ាងណាក៏ដោយនេះគឺជាបញ្ហានៃគោលការណ៍ហើយយើងនឹងមិនអត់អន់ជាដាច់ខាតចាប់ពីពេលនេះទៅយើងអាចបំភ្លេចចោលការសហការជាមួយគ្រួសារជាងម្ដងទៀតខ្ញុំសូមទោសលោកជាងប៉ុន្តែនៅពេលដែលយើងជ្រើសរើសសហការជាមួយក្រុមហ៊ុនយើងមិនត្រឹមតែមានតម្លៃហិរញ្ញវត្ថុរបស់ក្រុមហ៊ុនប៉ុណ្ណោះទេប៉ុន្តែក៏ជាចរិតលក្ខណៈរបស់អ្នកដឹកនាំផងដែរល្អអស់ហើយតើប្រិមិត្តយល់យ៉ាងណាដែរចំពោះការបរិច្ចាគឈាមរបស់កញ្ញាស៊ូវៃវៃលោកជាងអ្នកស្រីឈូវីវៃច្បាស់ណាស់ថាជាគុណប្រសើរសំណុករបស់អ្នកដូច្នេះហេតុអ្វីបានជាអ្នកការពារគាត់ជានិច្ចសូមនិយាយពី3ម៉ាត់ហើយឆ្លើយនឹងសំណួររបស់ខ្ញុំលោកជាងប្រញាប់ឡើងនេះបានបង្ខំវាឲ្យដកខ្លួនចេញពីការប្រកួតដូច្នេះតាមរកនោះមិនទៅឆ្កេងទេបាក់បើយើងមិនចាក់ចេញឥឡូវនេះយើងនឹងមិនអាចចាក់ចេញពេលក្រោយគ្មានផ្លូវទេហេតុអ្វីបានជាឆ្កេងនេះនោះត្រូវទុកពីវាដោយនាងចង់បានមរកនោះទៅប្រកួតឲ្យនាងនៅពេលដែលយើងឆ្លងកាត់ពេលវេលាដ៏លំបាកនេះខ្ញុំនឹងសងសឹកពីវិតពិតជាមិនអីទេទុកឲ្យឆ្កេងនេះក្រអឺក្រទុំមួយរយៈទៀតអស់ទៅលោកជាងគុំទៅណាលោកជាងសូមកុំទៅកញ្ញាស៊ូវីវៃចាំមើលពួកគេចាក់ចេញទេនាងនឹងខ្លាយជាគ្រួសារដ៏មានឥទ្ធិពលនិងមានឥទ្ធិពលហើយជាងវែងប្រាជ្ញាការពារស៊ូវីវៃតើខ្ញុំអាចធ្វើអ្វីតែម្នាក់ឯងអ្នកស្រីស៊ូវៃវៃអ្នកនិងម្ដាយរបស់អ្នកទាំងពីរមានទេពកោសល្យក្នុងឧស្សាហកម្មរចនាគ្រឿងអលង្ការហើយជើងឯកក្នុងការប្រកួតប្រជែងនេះពិតជារបស់អ្នកមែនក្រៅពីនេះវាពិបាកសម្រាប់យើងក្នុងការជួយអ្នកច្រើនមែនទេគ្រប់គ្រាន់ហើយសូមអរគុណដល់ចៅក្រមទាំងពីរខ្ញុំពេញចិត្តណាស់ដែលការងាររបស់ម្ដាយខ្ញុំទទួលបានការទទួលស្គាល់ជាសាធារណៈដោយមានជាងវែងនៅជុំវិញទោះបីជាស៊ូវីវេពិតជាត្រូវបានបញ្ជូនទៅគុកក៏ដោយវានឹងមិនចំណាយពេលយូរដើម្បីដោះស្រាយជាមួយនាងវានឹងមិនបំពេញតាមតម្រូវការរបស់ខ្ញុំតតែសោះអ្វីដែលខ្ញុំចង់បានគឺសម្រាប់ការឈឺចាប់ដែលខ្ញុំបានរងទុក្ខត្រូវបានកើនឡើងទ្វេដងសូមរងចាំការសងសឹករបស់ខ្ញុំទើបតែចាប់ផ្ដើមស៊ូវីវេនិងហានស៊ូមីឈឺខ្ញុំនឹងឲ្យម្ដាយរបស់ខ្ញុំជាអ្នកចាត់ចែងកិច្ចការរបស់អ្នកកញ្ញាស៊ូនេះជាទ្រព្យសម្បត្តិរបស់គ្រួសារស៊ូទាំងអស់រួមទាំងវីឡានេះដែលត្រូវបានទេមកជាឈ្មោះរបស់អ្នកសូមអរគុណចំពោះជំនួយរបស់អ្នកវាជាការប្រកិច្ចរបស់ខ្ញុំកញ្ញាស៊ូអូដោយវិធីនេះកូនសោនេះគឺសម្រាប់សុវត្ថិភាពរបស់ឪពុកអ្នកខ្ញុំកំពុងប្រកល់វាឲ្យអ្នកឥឡូវនេះសុវត្ថិភាពវាមានសុវត្ថិភាពក្នុងការសិក្សារបស់ឪពុកអ្នកប៉ាតើមានអ្វីនៅក្នុងសុវត្ថិភាពនេះវ៉ានៅធ្វើបានល្អកុំញ៉ៃញ៉ៃជាមួយសុវត្ថិភាពនេះអីវ៉ានៅគឺជាក្មេងស្រីដ៏ល្អម្នាក់ឪពុកមិនបានបើកសុវត្ថិភាពនោះទេតាំងពីម្ដាយទទួលមរណភាពតើមានអ្វីអាចនៅខាងក្នុងកញ្ញាស៊ូបើគ្មានអីទេខ្ញុំនឹងទៅឥឡូវនេះមិនអីទេអរគុណសម្រាប់ជំនួយរបស់អ្នកកញ្ញាស៊ូភ្ញៀវទេសចរទាំងអស់បានមកដល់ហើយតើមានអ្វីផ្សេងទៀតដែលអ្នកត្រូវការខ្ចប់អ្វីគ្រប់យ៉ាងនៅក្នុងវីឡានេះដែលតាក់ទងនឹងស៊ូវីវេនិងឆេងឡៃបន្ទាប់មកបោះវាចោលមិនអីទេកញ្ញាអូត្រូវជូនដំណឹងទៅសន្តិសុខថាប្រសិនបើស៊ូវីវេនិងឆេងឡៃព្យាយាមត្រឡប់មកវិញពួកគេមិនគួរត្រូវបានអនុញ្ញាតទេហើយពួកគេគួរតែជូនដំណឹងមកភ្លាមៗទាំងអស់នេះហើយដែលម៉ាក់ទុកចោលនោះហើយជាមូលហេតុដែលប៉ាមិនអនុញ្ញាតឲ្យខ្ញុំបើកសុវត្ថិភាពនេះគាត់ខ្លាចដាក់សម្ពាធខ្លាំងពេកលើស៊ូវីវេម៉ាក់ខ្ញុំនឹងសងសឹកអ្នកឆាប់នេះជាការដូរថ្ងៃកំណើតដែលម៉ាក់ផ្ដល់ឲ្យខ្ញុំរឿងនេះទន្លេខ្ញុំកំពុងផ្ដល់ឲ្យអ្នកនៅជំរើសពីរចាក់ចេញស៊ឺប៊ីចិនឬអ្នកនឹងកូនស្រីរបស់អ្នកនឹងមិនឃើញព្រះអាទិត្យតែម្ដងទៀតទេខ្ញុំសូមអង្វរអ្នកខ្ញុំសូមអង្វរអ្នកសូមទុកចិត្តកូនស្រីរបស់ខ្ញុំវ៉ានៅនាងស្លូតត្រង់គ្មានកំហុសទាំងស្រុងនាងក៏ដូចជាអ្នកដែលស្លូតកើតមកចេះតែលបួងមនុស្សប្រុសជានឹងហេតុអ្វីបានជាខ្ជះខ្ជាយដង្ហើមរបស់នាងគ្រាន់តែស្វែងរកកន្លែងហើយរៀបចំផែនការវីដេអូនេះគឺជាពុស្តាងផ្ទាល់បំផុតដែលថាពួកគេបានសម្លាប់អ្នកដរាបណាខ្ញុំប្រកល់វីដេអូនេះទៅឌូឆៃយូពួកគេនឹងជាប់គុកពេញមួយជីវិតម៉ាក់ឆាប់នេះខ្ញុំនឹងសងសឹកអ្នកកញ្ញាលោកជំទាវនិងកញ្ញាវៃវៃនៅទីនេះមិនអីទេខ្ញុំដឹងថាអ្នកកំពុងធ្វើអ្វីតើនរណាប្រាប់អ្នកឲ្យបោះរបស់ទាំងនេះចេញនេះជាការបញ្ជារបស់កញ្ញាស៊ូស៊ូសៀវប្អូនស្រីនិយាយពីឆ្កេងនេះនោះនាងរំខានណាស់តើនាងគិតថាគ្រួសារស៊ូទាំងមូលជារបស់នាងទេសូមទោសកញ្ញាស៊ូបានហាមអ្នកទាំងពីរមិនឲ្យចូលផ្ទះវីឡាអ្នកទាំងពីរគ្រាន់តែជាឆ្កែពីក្បាលដែលរក្សាទុកដោយគ្រួសារស៊ូស៊ឺយ៉ងសែនជាចៅវាយរបស់អ្នកសូមទោសលោកស្រីយ៉ាងយើងគ្រាន់តែធ្វើតាមបញ្ជារបស់កញ្ញាស៊ូប៉ុណ្ណោះស៊ូវ៉ានជាមនុស្សទុច្ចរិតនោះឯងហ៊ានហៅខ្លួនឯងថាជាម្ចាស់ត្រកូលស៊ូវ៉ានកូនឆ្កេងញីចេញមកគុំគិតថាអ្នកអាចធ្វើយ៉ាងក្រអឺតក្រទមនៅចំពោះមុខយើងដោយសារតែអ្នកបានទទួលមរតកខ្ញុំសូមប្រាប់អ្នកថ្ងៃល្អរបស់អ្នកបានចប់ហើយបងស្រីតើអ្នកពិតជានឹងងាកមករកយើងដោយសារតែអ្នកទទួលមរតកមែនឬបើខ្ញុំចាំបានត្រឹមត្រូវគ្រូសាស៊ូមិនដែលទុកឆ្កែទេហេតុអ្វីបានជាពួកគេមិននៅទីនេះតាំងពីព្រលឹមម្លេះពីឆ្កែព្រោះវាខ្លាយជាមនុស្សឆ្លើយស៊ូវ៉ានកូនឆ្កេងនេះ
គុំគិតថាអ្នកអាចរស់នៅបានល្អដោយសារតែអ្នកបានទទួលមរតកអ្នកប្រអើប្រទុំណាស់ឯងហៅអញថាអាឈួតឯងគ្មានសិលធម៌សោះផ្ទះខ្ញុំកញ្ញាធ្វើអីខ្ញុំជាមេរបស់អ្នកតើអ្នកហ៊ានប៉ះខ្ញុំទេឥឡូវនេះមានតែកញ្ញាស៊ូទេដែលនិយាយចុងក្រោយនៅក្នុងគ្រួសារស៊ូបើអ្នកធ្វើបាបស្ត្រីចំណាស់នោះខ្ញុំនឹងឃើញអ្នកមានសមត្ថភាពហើយស៊ូបានឯងឈួតហើយឬនៅតើអ្នកមិនអាចឈប់បានទេឈប់វានាងទៅបងស្រីកុំឲ្យនាងវាម៉ាក់ទៀតអីបើវាម៉ាក់ម្ដងទៀតម៉ាក់នឹងពិការម៉ាក់ខ្ញុំសុំទោសខ្ញុំមិនដែលចាត់ទុកនាងថាជាអ្នកដើរកាត់នោះទេនាងគ្រាន់តែជាអ្នកជាស្ត្រីដ៏កាចសាហាវមិននឹកស្មានថាបងប្រុសជាងវែងមិនចង់រៀបការជាមួយអ្នកខ្ញុំមិនចង់បានសម្រាប់នេះទេយកនាងមកវិញអធិការបងប្រុសជាងវែងនឹងជួយអ្នកសម្រាប់ចិត្តតើខ្ញុំគួរឲ្យពួកគេទៅលើនេះទេប្រញាប់ឡើងចុះទៅក្រោមចុះម៉ាក់តោះទៅមុនសិនហើយចាំឲ្យជាងវែងត្រឡប់មកវិញខ្ញុំនឹងជួយអ្នកសងសឹកកូនឆ្កេងនេះចាំសិនបាទចាំខ្ញុំនឹងធ្វើឲ្យប្រកាសថាអ្នកត្រឡប់ទៅម្ដាយរបស់អ្នកវិញទោះបីវាឆ្ងាយបំផុតក៏ដោយម៉ាក់តើអ្នកមានអារម្មណ៍ធូរស្រាលហើយឬនៅតើអ្វីទៅជាបន្ទុកនៃល្បិចមួយតើអ្នកមិនអាចធ្វើជាអ្នកជួយសង្គ្រោះតូចបានទេអ្នកភ័យខ្លាចខ្ញុំរហូតដល់ស្លាប់ជឿខ្ញុំអាចទាត់អ្នកដោយពាក្យមួយបានខ្ញុំសុំទោសលោកជំទាវខ្ញុំមិនចង់និយាយទេខ្ញុំសុំទោសចេញពីទីនេះធ្វើឲ្យឆ្កេងនេះនោះលុតជង្គង់មុនខ្ញុំនឹងខៅថៅដើម្បីសារភាពរបស់នាងអំពើបាបឬខ្ញុំនឹងលក់នាងទៅភ្នំម្ដងទៀតគ្មានការរត់គេចពីវាទេម៉ាក់កុំខឹងបងប្រុសជាងហ្វេងនឹងបង្រៀនស៊ូវ៉ាន់នៅមេរៀនមួយជាវម៉ាក់ជាវត្រឡប់មកវិញហើយពូទីបំផុតអូនមកវិញហើយឆ្កេងនេះក្រអឺតក្រទុំណាស់ពូមានបញ្ហាអ្វីប្រញាប់ឡើងអូហូមិនបាច់និយាយទេបងប្អូនលោកអធិការបាននិយាយថាខ្ញុំនៅទីនោះសម្រាប់ការជួញដូរមនុស្សសត្វរិឆានទាំងនោះវាខ្ញុំ3ដងក្នុងមួយថ្ងៃបើយ៉ែងវែងមិនបានចង់ខ្ញុំហើយយកខ្ញុំចេញទេខ្ញុំនឹងចង់នៅទីនោះគ្រួសារយើងទាំងមូលស្ថិតក្នុងស្ថានភាពវេទនាយ៉ាងនេះដោយសារតែស៊ូវ៉ាន់ឆ្កេងនេះយើងត្រូវគិតរកវិធីសងសឹកនាងយើងមិនអាចឲ្យនាងមានភាពងាយស្រួលនោះទេអ្នកមិនបាននិយាយថាយ៉ែងវែងបានធានាឲ្យអ្នកចេញតើអ្នកផ្សេងទៀតណាជាងវែងកំពុងដោះស្រាយជាមួយប្រព័ន្ធផ្សព្វផ្សាយខ្ញុំបានឮថាឧបត្តិហេតុរបស់វាវេបានធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនជាងગ્រុបយ៉ាងខ្លាំងវាជាកំហុសរបស់ខ្ញុំទាំងអស់មិនអីទេវាវេជាងវែងច្បាស់ជាមិនបន្ទោសអ្នកទេវាជាកំហុសរបស់ស៊ូវ៉ាន់បាត់វាគឺដោយសារតែនាងប្រសិនបើវាមិនមែនសម្រាប់នាងជាងវែងនឹងមិនទទួលរងការបាត់បង់ដ៏ធំបែបនេះទេខ្ញុំស្មានថាជាងវែងត្រូវតែស្អប់ស៊ូវ៉ាន់ឲ្យស្លាប់នៅពេលនេះប៉ុន្តែដោយសារជាងវែងមិនមានទេយើងត្រូវគិតរកវិធីសងសឹកនាងបងស្រីខ្ញុំបានគិតរួចហើយអំពីគម្រោងផ្លូវត្រឡប់មកវិញដរាបណាអ្នកសហការខ្ញុំធានាថាខ្ញុំអាចយកអ្វីទាំងអស់មកវិញពីគ្រួសារស៊ូសូមធ្វើរឿងនេះជាមុនសិនហើយបន្ទាប់មកសូមទោសតើនេះជាកញ្ញាស៊ូមែនទេបាទនោះជាខ្ញុំហើយអ្នកជានរណាខ្ញុំឈ្មោះជាអពេងជំនួយការប្រធានក្រុមលេងខ្ញុំកំពុងហៅទូរស័ព្ទដើម្បីពិភាក្សាអំពីផែនការទិញយកសម្រាប់ការរចនាគ្រឿងអលង្ការពីរបស់អ្នកគឺ Lotion ទៅនឹង Rose ដែលអ្នកបានដាក់ជូនក្នុងការប្រកួតប្រជែងក៏ដូចជាការសហការជាបន្តបន្ទាប់របស់អ្នកជាមួយ Lens Group គឺជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មគ្រឿងអលង្ការក្នុងស្រុកខ្ញុំមិននឹកស្មានថាអ្នករៀបចំនៅពីក្រោយការប្រកួតប្រជែងរចនាគ្រឿងអលង្ការនេះនឹងជារបស់លេងទេកញ្ញាស៊ូបាទខ្ញុំនៅទីនេះវាដូចនេះតកតងនឹងការបញ្ចូលទាំងពីររបស់អ្នកនៅក្នុងការប្រកួតប្រជែងយើងបានរៀបចំផ្ដល់ជូន50លានដើម្បីទទួលបានពួកគេខ្ញុំឆ្ងល់ថាតើកញ្ញាស៊ូពេញចិត្តនឹងតម្លៃនេះទេប៉ុន្មាន50លានបាទចាស់ហើយលើកពីនេះទៀតយើងចង់ជួលលោកស្រីស៊ូជានាយកផ្នែករចនារបស់យើងជាមួយនឹងប្រាក់ខែប្រចាំឆ្នាំលើកពី1លានប្រសិនបើកញ្ញាស៊ូមិនមានតម្រូវការផ្សេងទៀតសូមមកក្រុមហ៊ុនរបស់យើងជាមុនសិនចូលយើងបំពេញបែបបទពាក់ព័ន្ធមិនអីទេអូអ្នកស្រីស៊ូមួយផ្លែតប្រធានរបស់យើងបានសូមឲ្យខ្ញុំរំលឹកអ្នកថា Yang Gover ហាក់ដូចជាត្រូវបានដោះលែងពីពន្ធនាគារដោយ Yang Feng ប្រសិនបើអ្នកត្រូវការអ្វីសូមអរគុណចំពោះសេចក្តីសប្បុរសរបស់អ្នកលោកលេនប៉ុន្តែខ្ញុំជឿថាខ្ញុំអាចដោះស្រាយបញ្ហាគ្រួសាររបស់ខ្ញុំបានមិនអីទេខ្ញុំមិនរំខានអ្នកទៀតទេអ្នកនាងស៊ូសូមអរគុណលោកលីនរឿងដែលអ្នករៀបចំត្រូវបានបញ្ចប់តើពេកនារីបាននិយាយអ្វីខ្លះគាត់បានយល់ព្រមលើប្រតិបត្តិការការងារសិល្បៈនិងការផ្ដល់ជូនដើម្បីចូលរួមជាមួយ Lens Group ទូយ៉ាងណាក៏ដោយគាត់ហាក់ដូចជាមិនមានទំនោរចង់ស្វែងរកជំនួយរបស់យើងតាក់ទងនឹងគ្រួសារស៊ូនោះទេគួរឲ្យចាប់អារម្មណ៍មិនអីទេអ្នកអាចទៅឥឡូវនេះហេចាំមើលគ្រួសារស៊ូរាយការណ៍ភ្លាមប្រសិនបើមានអ្វីកើតឡើងបាទម៉ាក់ប្រសិនបើអ្នកមិនត្រូវបានគេសម្លាប់ដោយពួកគេទេឈ្មោះរបស់អ្នកប្រហែលជាត្រូវបានគេស្គាល់ទូទាំងពិភពលោករួចហើយបន្ទាប់ពី Yang Gover ចេញរួចយ៉ាងឡើយនឹងព្យាយាមយកគ្រួសារស៊ូមកវិញនៅពេលដែលវាកើតឡើងពួកគេនឹងធ្លាក់ចូលទៅដងអន្តៈរបស់ខ្ញុំកញ្ញាស៊ូជំទាវលោកជំទាវមកវិញហើយមិនអីទេខ្ញុំយល់ហើយតើអ្នកចាំអ្វីដែលខ្ញុំប្រាប់អ្នកទាំងពីរនៅផ្ទះទេអូខ្ញុំឃើញគ្រាន់តែធ្វើពុតជាថយក្រោយមុនយកអានឹងទៅឲ្យយើងត្រឡប់ទៅផ្ទះត្រកូលស៊ូវិញហើយឆ្លៀតឱកាសដាក់ថ្នាំយើងមែនទេអូនសម្លាញ់តើអ្នកខ្លាចអ្វីតើអ្នកខ្លាចឆ្កេងនេះនឹងទីរបស់ចូលទៅក្នុងភាពរញ៉ាយនេះទេប៉ុន្តែបងស្រីតើអ្នកអាចឲ្យពួកយើងស្នាក់នៅផ្ទះរបស់គ្រួសារស៊ូបានទេយើងនឹងថយក្រោយបន្តិចទៀតធ្វើក្បិតតែម្ដាយរបស់អ្នកជាអធិរាជស៊ូវ៉ានក៏ដោយក៏គាត់ជាម្ដាយរបស់យើងដែរយើងអាចអង្វរនាងបានហើយសង្ឃឹមថានាងនឹងអនុញ្ញាតឲ្យយើងទៅតោះទៅតើខ្ញុំមិនបានប្រាប់អ្នករាល់គ្នាជាលើកចុងក្រោយទេឬកញ្ញាស៊ូហាមអ្នកមិនឲ្យចូលទៅជិតអ្នកបម្រើតើអ្នកបាននិយាយអ្វីនេះជាផ្ទះរបស់យើងហេតុអីមិនឲ្យយើងចូលប្រាប់ខ្ញុំម្ដងទៀតបងតើអាចធ្វើការលើកលែងឲ្យខ្ញុំបានទេប្រាប់ស៊ូវ៉ាន់ថាយើងទាំងអស់គ្នាដឹងថាយើងខុសយើងទាំងអស់គ្នាជាគ្រួសារហេតុអ្វីបានជាយើងនិយាយដូចមនុស្សចម្លែកមិនគិតដូច្នេះទេបងស្រីសម្លាញ់
បាទយើងទាំងអស់គ្នាជាគ្រួសារសូម្បីតែឆ្អឹងដែលបាក់ក៏នៅតែភ្ជាប់ដោយសរសៃគួរច្បាស់ជាមានការយល់ច្រឡំខ្លះហើយមែនទេវិញបាទប្អូនស្រីយើងមិនមានន័យអាក្រក់ទេតាមពិតទៅគឺដើម្បីប្រយោជន៍ខ្លួនឯងខ្ញុំយល់ដូច្នេះពេលឯងត្រឡប់មកវិញខ្ញុំក៏ចេញមកទទួលឯងចូលមកគុំឈរខាងក្រៅចូលមកខាងក្នុងលោកគ្រូស៊ូហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅសូមអញ្ជើញមកតាំងពីអ្នកមកទាំងអស់នេះខ្ញុំនឹងសង្គ្រោះខ្លួនឯងពីបញ្ហាជាច្រើនជំនួសឲ្យការឲ្យពូយ៉ែងចាំមើលពួកយើងជានិច្ចវាជាការប្រសើរក្នុងការឲ្យគាត់រងចាំនៅទីនេះបងស្រីយ៉ែងតើអ្នកអាចទៅរៀបចំបន្ទប់ប៉ុន្មានថ្ងៃក្រោយបានទេអ្នកទើបតែបានទទួលមរតកពីអាជីវកម្មគ្រួសារកាលពីប៉ុន្មានថ្ងៃមុនហើយអ្នកគិតថាអ្នកជាមេប្អូនស្រីរក្សាសម្លេងកុំឲ្យគាត់ទឺកញ្ញាស៊ូនៅសល់តែបន្ទប់ធម្មតាមួយគត់នៅក្នុងផ្ទះកញ្ញាស៊ូអាចុះផ្ទះមុនយើងវិញអូអាណិតណាស់ខ្ញុំធ្លាប់ទុកគ្រឿងអលង្ការនៅក្នុងបន្ទប់នេះប្រហែលជាគ្មានវិធីដើម្បីសម្អាតវានៅពេលនេះទេដូច្នេះអ្នកទាំង3នឹងត្រូវសម្រុកចូលបន្ទប់ធម្មតាមួយស្អីអ្នកល្ងងបងស្រីមិនអីទេគ្រាន់តែមើលយើងនឹងធ្វើឲ្យបានមិនមានបញ្ហានោះជាការល្អបងស្រីយ៉ែងទៅរៀបចំបន្ទប់ធម្មតាបាទកញ្ញាស៊ូប្អូនស្រីរបស់ខ្ញុំធ្លាប់ទៅបន្ទប់ព្រះនាងដូច្នេះការស្នាក់នៅក្នុងបន្ទប់ធម្មតាម្ដងការគឺមិនអាក្រក់ទេមិនអីទេបងស្រីអ្នកគឺជាម្ចាស់ស្រីរបស់គ្រួសារស្អីឥឡូវនេះដូច្នេះអ្នកអាចរៀបចំអ្វីតាមដែលអ្នកឃើញបាទចាស់សប្រសិនបើគ្មានអ្វីផ្សេងទៀតទេយើងនឹងទៅមានការអត់ធ្មត់ណាស់ប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអញនោះស៊ូវ៉ានធ្វើឲ្យយើងស្នាក់នៅកន្លែងបែបនេះបងស្រីរក្សាសម្លេងរបស់អ្នកចុះប្រសិនបើឈ្វ័នឬយើងផែនការរបស់យើងនឹងត្រូវបំផ្លាញហេតុអ្វីបានជាអ្នកគិតថាឈ្វ័នអនុញ្ញាតឲ្យពួកយើងត្រឡប់ទៅគ្រួសារយ៉ាងងាយស្រួលដូច្នេះហេតុអ្វីដោយសារតែការភ័យខ្លាចបាទពូយើងទាំងពីរកំពុងត្រូវបានមើលដោយដងឆេវ៉ាន់ឥឡូវនេះនាងអាចចាប់យើងទាំងពីរបានដោយគ្រាន់តែហៅទូរស័ព្ទមួយប៉ុណ្ណោះហេតុអ្វីបានជានាងខ្លាចយើងស៊ូវ៉ាន់សប្តាហ៍ជាក្មេងកំព្រាគ្មានឪពុកម្ដាយតើវាមានប្រយោជន៍អ្វីសម្រាប់នាងក្នុងការទទួលមកអាចារ្យគ្រប់ក្រៅពីនេះ BB អ្នកមានប្រធានជាងនៅពីក្រោយអ្នកបងប្រុសជាងវែងត្រឹមត្រូវហើយដរាបណាជាងវែងនៅទីនោះស៊ូវ៉ាន់នឹងមិនហ៊ានរុញនាងមកទោទេនេះទេអញ្ចឹងបើតាមឯងថាម៉េចក៏យើងខ្លាចនាងម៉េចមិនបង្ខំនាងឲ្យប្រពន្ធមកតដូចអ្នកបង្ខំម្ដាយវាខុសគ្នានេះមិនអាចត្រូវបានប្រញាប់ចូលយើងប្រកាន់ភ្ជាប់នៅផែនការវាហាក់ដូចជាការទុកពួកគេឲ្យនៅជាមួយគ្រួសារស៊ូគឺជាជំរឿដ៏ល្អ BB រួចរាល់ហើយឬនៅប្រញាប់ឡើងមិនអីទេខ្ញុំកំពុងចុះមកបងស្រីវាជាកំហុសរបស់ខ្ញុំប៉ុន្មានថ្ងៃកន្លងមកនេះជាបបដែលខ្ញុំធ្វើដោយខ្លួនឯងសូមសាកល្បងឬអ្នកអាចទុកវានៅទីនោះឥឡូវនេះខ្ញុំទើបតែភ្ញាក់ពីដំណេកខ្ញុំមិនមានចំណង់អាហារច្រើនទេបងស្រីបបនេះគួរស្រវឹងពេលក្តៅវាល្អសម្រាប់ក្រពះបាទពេល B ធ្វើវាជូនអ្នកនៅព្រឹកនេះដោយយកចិត្តទុកដាក់បំផុតអូនស្រីជាទីស្រឡាញ់អូនជួបបញ្ហាច្រើនណាស់ក្រោកពីព្រលឹមដើម្បីបញ្ជាទិញយកពីខ្ញុំអូវាវេអ្នកគ្រាន់តែព្យាយាមធ្វើចិត្តល្អចុះអ្នកឯងអាចដាក់បងមួយចាននេះនៅក្នុងបន្ទប់ខ្ញុំហើយខ្ញុំនឹងទៅផឹកវាបន្តិចបានទេពិតណាស់អបអូនស្រីតូចឲ្យមិនបានជាអ្នកធ្វើប្រហែលម្លេះអត់ទេហេតុអីអ្នកមើលមកខ្ញុំបែបនេះអ្នកមិនអាចបន្ទោសខ្ញុំបានទេជួយតើអ្នកកំពុងធ្វើអ្វីមានរឿងអីទេបងស្រីមិនដឹកខ្លួនឯងព្រោះអត់ធ្មត់ហេតុអ្វីបានជាអ្នកមើលមកខ្ញុំបែបនេះអ្នកនឹងមិនបន្ទោសខ្ញុំទេមែនទេអ្នក Warner វាវេមិនមានន័យនោះទេវាវេមិនក៏ឯងធ្វើប្រហែលសម្លេះអូមិនអីទេបងអូនស្រីខ្ញុំអត់ទោសឲ្យអ្នកអូខ្ញុំមិនអាចយកវាបានទៀតទេខ្ញុំងួយគេងណាស់ខ្ញុំត្រូវត្រឡប់ទៅគេងមួយទៀតចុះបងអូនស្រីអរគុណសម្រាប់បញ្ហារបស់អ្នកតើអ្នកអាចចំអិនចានមួយទៀតហើយយកវាមកបន្ទប់ខ្ញុំបន្តិចបានទេខ្ញុំនឹងផឹកវាយល់ព្រមបាទត្រឹមត្រូវហើយអូខ្ញុំនឹងឡើងទៅដេកនៅជាន់លើឥឡូវនេះលាហើយបងស្រីបងអូនស្រីពូយ៉ាងឯងជាមនុស្សប្រុសឬតើអ្នកគ្រាន់តែឈោមមើលវាវេត្រូវបានធ្វើបាបដោយឆ្កេងនេះនោះបងស្រីមិនបានរៀបអ្វីដែលនាងនិយាយទេនាងបានសុំវាវេធ្វើបបមួយចានទៀតឲ្យនាងហើយយកវាមកពីលើតើវាមានន័យយ៉ាងណាតើនេះមិនមែនជាការប្រើវាជាគោលដៅតាក់ទីមែនទេខ្ញុំគិតថានាងជាអ្នកណាស្ត្រីដែលមើលងាយគ្មានឪពុកម្ដាយតើនាងសាកសមដែរឬទេគិតទៅពេលនាងផឹកបបនាងនឹងមានចិត្តអាណិតយើងទាំងស្រុងមែនអត់បើយើងគ្រាន់តែលក់នាងទៅភ្នំតើគ្រួសារស៊ូទាំងមូលមិនមែនជារបស់យើងទេវាវេខ្ញុំនឹងធ្វើបបមួយចានទៀតយកទៅឲ្យនាងតែត្រូវមើលនាងផឹកដោយខ្លួនឯងយល់ទេពូប្រាប់ខ្ញុំថាបើមុខប្អូនស្រីខ្ញុំត្រូវកសវិច័យតើអ្នកចាស់នៅភ្នំចង់បាននាងយ៉ាងណាតារាប់ណាគាត់អាចមានកូនបានបរិញ្ញាបត្រចាស់នោះនឹងមិនខ្វល់ទេវាមិនមែនជាបញ្ហាធំទេបងស្រីសូមបើកទ្វារឲ្យខ្ញុំផងព្រមតែចូលមកវាមិនត្រូវបានចាក់សោទេបងស្រីខ្ញុំកំពុងដឹកបបរដូច្នេះវាអរអួរសម្រាប់ខ្ញុំក្នុងការបើកទ្វារតើអ្នកអាចបើកវាជាមុនបានទេបងស្រីខ្ញុំពិតជាមិនអាចទេនៅពេលនេះតើអ្នកអាចយកវាមកវិញបានទេខ្ញុំនឹងមិនផឹកវានៅឡើយទេបងស្រីខ្ញុំនឹងនិយាយត្រូវតើមានអ្វីខុសទេបងស្រីឯងល្ងងណាស់ម៉េចបានជាអ្នកធ្វើប្រហែសម្លេះបងស្រីបបកំពុងត្រជាក់អ្នកគួរតែផឹកវាពេលវាក្តៅមិនអីទេដោយសារវាចេញពីចិត្តរបស់អ្នកខ្ញុំនឹងផឹកវាជាមុនសិន Warner នេះមិនមែនជាកំហុសរបស់ខ្ញុំទេអ្នកណាប្រាប់អ្នកឲ្យរកលុយគ្រួសារឲ្យខ្ញុំនេះជាការសងសឹករបស់អ្នកបងស្រីជាវាវេអ្នកត្រូវរៀននេះអ្នកជ្រោតអ្វីដែលអ្នកសាបព្រោះទេ
នាងដួលសន្លប់យ៉ាងលឿនអេទីប៉ូបេសាយត្រូវតែខ្លាំងបងស្រីឡែនឈីឈីឡានឡែនឈីឈីបាត់ហើយឡែនឈីឈីឡែនឡែនឈីឈីនៅទីនេះវាដំណើរការនាងបានឆ្លងផុតទៅហើយខ្ញុំដាក់នាងក្នុងបាវមួយហើយដាក់នាងក្នុងការសិក្សាបងប្រុសជាងតែកំពុងស្វែងរកខ្ញុំដូច្នេះខ្ញុំនឹងទៅទីនោះជាមួយសិនបងស្រីវាដំណើរការពិតមើលអូវាអស់ចាណាស់បណ្ដោយឲ្យសត្វតិរិឆាននោះធ្វើយ៉ាងរអិតរទំវាមិនសមមនុស្សទេតើពួកគេទាំងអស់មិនមែនជារបស់យើងទេឥឡូវនេះនោះជាសិទ្ធិប្រញាប់ឡើងលើផ្ទះអស់នឹងរលត់ក្នុងពេលឆាប់នេះហើយឆ្កេងញីនឹងភ្ញាក់ឡើងម្ដងទៀតមកទៀតហើយបងស្រីលឿនខ្ញុំនឹងបង្រៀនអ្នកឲ្យមានភាពក្រអឺតក្រទមខ្ញុំនឹងបង្រៀនអ្នកឲ្យស្នាក់នៅក្នុងរង្វង់អ្នកធ្វើដំណើរខ្ញុំនឹងបង្រៀនអ្នកឲ្យធ្វើបាបវាវ័យរបស់យើងខ្ញុំនឹងបង្រៀនអ្នកមិនអីទេបងស្រីកុំដាស់គាត់ទៀតអីមនុស្សដែលខ្ញុំហៅគឺនៅជាន់ក្រោមចូលយើងបញ្ចុះគាត់នៅលើភ្នំឥឡូវនេះក្នុងករណីមានអ្វីកើតឡើងមិនអីទេឈប់និយាយទៅអាចឆ្កែតូចនេះធ្ងន់ណាស់អ្នកប្រញាប់ហើយចាក់ចេញទៅខ្ញុំឆ្ងល់ថាតើការបញ្ចេញមិត្តរបស់យ៉ាងឡៃនឹងទៅជាយ៉ាងណានៅពេលដែលនាងដឹងថានាងបានលក់កូនស្រីរបស់នាងទៅឲ្យបរិញ្ញាបត្រចាស់នោះជាអកុសលខ្ញុំមិនអាចមើលឃើញដោយភ្នែករបស់ខ្ញុំតទេសួស្ដីតើនេះជាក្រុមលេងឆេខ្ញុំចង់កំណត់ពេលប្រជុំ1ម៉ោងពីឥឡូវនេះតើអ្នកអាចប្រញាប់ឡើងបានទេក្លិនដ៏អាក្រក់នឹងថោកនេះគឺអាក្រក់ណាស់អូបងស្រីទ្រាំបន្តិចទៀតទ្រព្យសម្បត្តិរបស់គ្រួសារស៊ូនឹងក្លាយជារបស់យើងឆាប់នេះហេបងប្រុសហ្គាយតើមានអ្វីកើតឡើងចំពោះជើងរបស់អ្នកបាត់ខ្ញុំប្រាប់អ្នកខ្ញុំឮថាអ្នកបានទិញប្រពន្ធមួយតើអ្នកគិតថាអ្នកដឹងអ្វីទាំងអស់ទេហេឡានបងគីឡានមកដល់ហើយតោះពូខ្ញុំនាំប្រពន្ធអ្នកជានិស្សិតមហាវិទ្យាល័យមកពីទីក្រុងស្អាតណាស់អ្នកនិយាយរឿងដែលកាលពីលើកមុនហើយខ្ញុំមិនត្រឹមតែបាត់លុយទេថែមទាំងជើងផងកុំបារម្ភខ្ញុំខុសពីគេបើគាត់ព្យាយាមបោកអ្នកគុំឲ្យគាត់ទៅបាធឹមញ៉ាំអ្វីដែលល្អពូមើលរបស់ដែលនាំចូលនេះក្មេងស្រីនេះស្អាតណាស់មួយនេះស្អាតមិននឹកស្មានថានាងជានិស្សិតមកពីទីក្រុងបើបានកូននឹងអស្ចារ្យបរិញ្ញាបត្រចាស់អ្នកពិតជាទទួលបានទឹកព្រមព្រៀងដ៏ល្អមួយលើកនេះអូក្មេងស្រីផ្កាតូចកុំមើលស្រាលអ្វីដែរខ្ញុំបានទិញដោយលុយរបស់ខ្ញុំអញ្ចឹងពូពេញចិត្តទេវាមិនស្អាតដូចរូបចុងក្រោយទេតែនៅតែស្អាតដែលតម្លៃដូចមុនទេវាច្បាស់ណាស់ថាជាមនុស្សដូចគ្នាតើភ្នែករបស់និស្សិតបរិញ្ញាបត្រចាស់ម្នាក់នេះខុសអ្វីភ្លេចអ្នកណាខ្វល់កុំបារម្ភយើងគួរឲ្យទុកចិត្តណាស់នៅទីនេះប៉ះវាមិនបាច់ចិត្តទេខ្ញុំទុកចិត្តអ្នកប្រសិនបើគ្មានអ្វីទៀតទេខ្ញុំនឹងទៅឥឡូវនេះមិនអីទេខំរត់ទៅណាតើអ្នកមានធម៌ពោះខ្លះទេព្យាយាមរត់ចេញជួវនៅតែចង់រត់ចេញមែនទេតើនាងដឹងថានាងនៅឯណានេះគឺជាជោគវាសនារបស់នាងឥឡូវនេះយើងមិនត្រឹមតែទទួលបានឈ្មោះនៅប៉ុណ្ណោះទេប៉ុន្តែវីវេក៏បានឈ្នះលើជាងវែងផងដែរថ្ងៃល្អរបស់យើងជិតចាប់ផ្ដើមហើយអស្ចារ្យណាស់នាំអ្នកចាស់របស់ខ្ញុំមកវិញតើអ្នកគិតថាអ្នកទៅណាមកប្រយ័ត្នស៊ូវ៉ានៅនេះខ្លាំងណាស់ខ្ញុំនឹងចុះទៅជួយនាងវីវេហេតុអ្វីបានជាអ្នករត់ចេញតើអ្នកបានចេញពីខ្ញុំដោយរបៀបណាវៃវីវេតើអ្នកមិនបានទៅរកជាងវិញទេតើអ្នកកំពុងធ្វើអ្វីនៅទីនេះអព្រះវរបតាទ្រង់បានវាខ្ញុំឲ្យសន្លប់ហើយដាក់ខ្ញុំចូលក្នុងបាវពេលខ្ញុំភ្ញាក់ពីដំណេកខ្ញុំនៅទីនេះហើយឪពុកវីវេគឺអ្នកមែនទេបាទហេតុអីតើអ្នកដាក់កម្មវិធីឲ្យខ្ញុំទេអត់ទេពូមានកំហុសយើងធ្វើខុសនាងជាក្មួយស្រីរបស់ខ្ញុំមិនអាចលក់នាងបានទេខ្ញុំមិនស្គាល់ថាក្មួយស្រីបែបណាទេខ្ញុំបានបង់លុយរួចហើយនាងជាប្រពន្ធខ្ញុំហើយនាងត្រូវត្រឡប់មកជាមួយខ្ញុំដើម្បីមានកូនខ្ញុំនឹងឲ្យលុយអ្នកវិញទេហំឈប់រំខានខ្ញុំបន្តិចទៀតជឿមិនជឿខ្ញុំនឹងសម្លាប់អ្នកអាកូនកុំខ្លាចអ្នកចង្កំស្វានឹងឆ្កែចាស់ហើយអ្នកចាស់ហាក់អ្នកក៏ចង់បានកូនស្រីរបស់ខ្ញុំដែរអ្នកខូចលុយខ្ញុំនឹងវាអ្នកឲ្យស្លាប់នៅថ្ងៃនេះខ្ញុំសូមប្រាប់អ្នកថាស្រីនេះអ្នកនឹងលក់ខ្លួនឯងទោះបីជាអ្នកចូលចិត្តឬមិនចូលចិត្តវាមិនអីទេខ្ញុំនឹងឲ្យលុយអ្នកវិញទ្វេដងមិនអីទេការសងប្រាក់វិញគឺអាចធ្វើទៅបានចំនួន5 ដងតើអ្នកមានលុយច្រើនទេអ្នកមានពេកយកនារីម្នាក់នេះទៅជាមួយកុំទាញកូនស្រីខ្ញុំទេមិនមែនថាខ្ញុំមានលុយច្រើនទេខ្ញុំប្រញាប់ហើយមិនបានយកមកច្រើននោះទេអ្នកមិនមានលុយច្រើននោះទេទុកមនុស្សនៅទីនេះអ្នកអាចត្រឡប់ទៅរើពួកគេវិញខ្សែមាសរបស់អ្នកនេះអាចលក់បានប្រាក់ច្រើនមែនទេខ្សែសង្វាក់មាសខ្លាំងៗតើខ្សែសង្វាក់នេះជាអ្វីយាយចាស់តម៉ោងប៉ុន្មានសត្វទឹកឆានឯងបោះបង់ក្មួយស្រីឯងយកខ្សែមាសម្ដាយឲ្យជួយខ្ញុំផងមិនអីទេខ្ញុំបានឲ្យលុយអ្នកហើយមែនទេតើឥឡូវនេះមិនអីទេម៉ែមិនខ្លាចមនុស្សទេតើអ្នកអាចធ្វើអ្វីនឹងខ្ញុំ
ជួវីវេខ្ញុំឆ្ងល់ថាតើបរិញ្ញាបត្រចាស់ម្នាក់នេះនឹងលែងអ្នកទៅឬទោះបីជាគាត់អនុញ្ញាតឲ្យអ្នកធ្វើបែបនេះក៏ដោយក៏ខ្ញុំមិនអនុញ្ញាតឲ្យអ្នកចាក់ចេញដោយងាយដែរខ្ញុំបានឲ្យខ្សែមាសនិងប្រាក់មកហើយហេតុអ្វីបានជាអ្នកមិនដោះលែងគាត់បើមិនដោះលែងទេខ្ញុំនឹងទូរស័ព្ទទៅប៉ូលីសយើងទាំងអស់គ្នានឹងត្រូវបញ្ចប់នោះគឺវីវហើយពូហៅប៉ូលីសភ្លាមអត់ទេប្រគល់វាមកខ្ញុំវិញវីវហើយសម្រាប់គាត់ខ្ញុំនឹងវាអ្នកឲ្យស្លាប់ឈប់វាគាត់ទៅទេខ្ញុំមិនចង់បានទេខ្ញុំមិនចង់បានវាទៀតទេឈប់វាគាត់ទៅពូសុខសប្បាយទេតើអ្នកមិនចង់បានអ្វីខ្សែសង្វាក់មាសខ្ញុំលែងចង់បានផ្សែកមាសទៀតហើយមែនទេតើមានអ្វីទៀតដាច់ខាតមិនត្រូវយកលុយទេតើមានអ្វីទៀតក្រៅពីអ្នកពិតជាចង់យកនារីម្នាក់នេះទៅជាមួយអ្នកមែនទេឡៅហ្វេងនាងពិតជាក្មួយស្រីរបស់ខ្ញុំមែនខ្ញុំអង្វរអ្នកសូមអនុញ្ញាតឲ្យនាងទៅសូមឲ្យនាងទៅពីវហើយពូឲ្យនាងទៅបើយើងដោះលែងអ្នកណាហ៊ានបង្កើតកូនអ្នកណាហ៊ានឲ្យនាងធ្វើបាបខ្ញុំជួយខ្ញុំមិនចង់កប់លើភ្នំទេកុំប៉ះខ្ញុំតើយើងគួរធ្វើអ្វីអ្នកលើគិតរកវិធីឲ្យបានលឿនតើយើងអាចសង្គ្រោះវាដោយរបៀបណាខ្ញុំក៏បារម្ភដែរពួកគេជាមនុស្សត្រេកឆានយ៉ាងនេះគ្មានអ្វីដែលខ្ញុំអាចធ្វើបានកុំប៉ះខ្ញុំអត់ទេហៅប៉ូលីសទៅទេយើងមិនអាចហៅប៉ូលីសបានទេតើអ្នកភ្លេចទេថាពេលនេះវានឹងខ្ញុំស្ថិតក្នុងស្ថានភាពបែបណាបើមនុស្សល្ងងនោះស្ដាប់ខ្ញុំលឿនជាងប៉ុន្មានដងទៀតវាយនឹងខ្ញុំទាំងពីរចប់វាមានក្លិនល្អណាស់សុភាពណាស់អ្នកទាំងពីរកុំធ្វើបាបមុខទាំងអស់គឺដោយសារព្រះអង្គម្ចាស់ស៊ូដ៏អាក្រក់នោះអ្នកដែលគួរកប់នៅភ្នំនោះគឺព្រះអង្គម្ចាស់ស៊ូដ៏កំសត់ដែលបង្កើតកូនឲ្យមនុស្សចំណាស់នោះខ្ញុំមានគំនិតមួយហើយយ៉ែងវែងគាត់ចូលចិត្តវាខ្លាំងណាស់គាត់នឹងមកជួយសង្គ្រោះនាងបាទហើយយ៉ែងវែងលឿនរហ័សទាន់ចិត្តទូរស័ព្ទដៃកុំផ្លាស់ទីដឹងថាអូនយំមិនចង់ធ្វើជាប្រពន្ធបងស្រីកុំយកខ្ញុំអីសូមមេត្តាអនុញ្ញាតឲ្យខ្ញុំទៅបើទុកអូនចោលអូនសន្យាថានឹងរកស្រីស្អាតមកធ្វើជាប្រពន្ធម្ដងទៀតស្ត្រីនោះជាប្អូនស្រីរបស់ខ្ញុំនាងជាមនុស្សល្ងងណាស់ងាយបោកបើឯងឲ្យខ្ញុំទៅខ្ញុំច្បាស់ជាបោកនាងឲ្យមករកឯងជាប្រពន្ធឯងហេបងស្រីកុំបារម្ភអីបើអ្នកទុកខ្ញុំទៅខ្ញុំច្បាស់ជាយកនាងមកធ្វើជាប្រពន្ធឯងហើយតើអ្នកគិតថាខ្ញុំល្ងងទេអ្នករត់ចេញតើអ្នកអាចត្រឡប់មកវិញបានទេតើមានអ្វីកើតឡើងប្រញាប់ឡើងឈប់ទាំងអស់គ្នាបងប្រុសជាវិញមកជួយខ្ញុំផងតើមានអ្វីកើតឡើងតើវាបញ្ចប់ដោយរបៀបណាតើវាមិនមែនជាឆ្កេងញីឈីវទេវាគឺជាគាត់ដែលបានបោះសាច់ត្រីរបស់វាចូលទៅក្នុងបាល់ស៊ូវ៉ាឈួតទៀតហើយយើងបានឲ្យគាត់នៅទ្រព្យសម្បត្តិគ្រួសារយើងទាំងអស់ហើយគាត់នៅតែមិនពេញចិត្តចង់ញ៉ាំវាដូច្នេះអ្នកពេញចិត្តតែសាច់ត្រីទេភ្លេចមនុស្សតិរិឆាននោះទៅឥឡូវនេះចូលគិតរកវិធីសង្គ្រោះវាតោះទៅស៊ូវ៉ាតើយើងត្រូវធ្វើអ្វីដើម្បីដោះលែងនាងហេខ្ញុំពិតជាបានចំណាយសម្រាប់សាច់ត្រីនេះមែនអ្នកគិតថាអ្នកអាចដោះលែងនាងបែបនេះបានទេខ្ញុំបានបងប៉ុន្មានតិចជាងចំនួន10ដងមែនទេអ្នកណាប្រាប់អ្នកឲ្យហ៊ានដោះលែងនាងហេខំរត់គេចឈៀវិញគាត់ជាមនុស្សមើលងាយមិនថាអ្នកឲ្យលុយគាត់ប៉ុណ្ណាគាត់នឹងមិនដោះលែងនាងទេតើយើងចង់បានអ្វីអេស៊ូវ៉ានៅឯណាតើអ្នកណាប្រាប់គាត់ឲ្យហៅប៉ូលីសតើអ្នកហ៊ានហៅប៉ូលីសទេអ្នកទាំងអស់គ្នាកុំផ្លាស់ទីបាក់នរណាម្នាក់មកពីសង្កាត់របស់យើងបានរាយការណ៍ថាមាននរណាម្នាក់និយាយថាមានការជួញដូរមនុស្សនៅទីនេះអ្នកគ្រប់គ្នាត្រូវតែទទួលយកគោលការណ៍នេះឬឆាយយានវាគឺគាត់គាត់ចង់ទិញខ្ញុំធ្វើជាប្រពន្ធគាត់ចង់ឲ្យខ្ញុំមានកូនតើអ្វីដែលគាត់និយាយគឺជាការពិតទេគឺគាត់បាននិយាយថាគាត់នឹងណែនាំខ្ញុំឲ្យស្គាល់នរណាម្នាក់ហើយថែមទាំងសួរថាតើខ្ញុំចង់បាននាងឬអត់អ្នកពិការតើអ្នកកំពុងនិយាយអ្វីមិនសមហេតុផលអ្នកជាអ្នកជួញដូរនាងសម្មិតជាឆេវ៉ាន់យើងជាគ្រួសាររបស់គាត់គឺបាទយើងជាគ្រួសារគាត់នេះជាគ្រួសាររបស់អ្នកបាទខ្ញុំត្រូវគាត់ចាប់ពង្រត់យកគាត់ទៅឆ្ងាយសិនចាំយើងទៅប្តីអ្នកក៏នៅទីនេះដែរបើមិនមែនសម្រាប់អ្នកខ្ញុំក៏មិនបែបនេះដែរស៊ូវ៉ានៅតើខ្ញុំខុសអីលោកជំទាវហេតុអ្វីលោកមករ៉ាំងបញ្ជារបស់ខ្ញុំបើគ្មានហេតុផលត្រឹមត្រូវទេយើងដោះស្រាយរឿងនេះមិនបានល្អទេសម្ដេចមិនអនុញ្ញាតឲ្យសម្មិតឌូឆៃយាមចាប់គាត់ទេតើសម្មិតឌូឆៃយាមត្រូវតែនៅជាមួយពួកជួញដូរមនុស្សទេបើគេនិយាយពិតអ្នកជាអ្នកជួញដូរមនុស្សសូមមកជាមួយយើងបាទចាប់លោកឌូឆៃយាមឲ្យគាត់ទៅជាប់គុកអស់មួយជីវិតហើយនៅតែមានសមត្ថភាពប្រែពណ៌ខ្មៅឲ្យคล้ายជាពណ៌ស្ទាបទេឲ្យតែអ្នកដាក់ថ្នាំក្នុងបបរនេះក៏ចាញ់បោកគេដែរចូលខ្លែងដំឡំលោកយឺឆេវ៉ាន់អ្នកមិនអាចត្រូវបានបោកបញ្ឆោតដោយសត្វឆ្កែព្រៃនេះទេយើងនឹងវិនិច្ឆ័យខ្លួនឯងថាតើវាជាការពិតឬមិនពិតឥឡូវសូមមកជាមួយខ្ញុំវាជាអយុត្តិធម៌សម្មិតលោកយឺឆេវ៉ាន់បាស្ទ័រនេះកំពុងនិយាយមិនសមហេតុសមផលអ្នកមិនត្រូវជឿគាត់ទេសូមរងចាំមួយផ្លែតអ្វីដល់ពេលដែលត្រូវសងសឹកម្ដាយខ្ញុំណាស់រក្សាទុកឈាមទាំងអស់នេះខ្ញុំចង់ប្តឹងចែងninhនិងចែងបូយសម្រាប់សម្លាប់ម្ដាយឯងឯងនិយាយមិនសមទៀតឯងនឹងហែកមាត់ឯងមែនហើយតើម្ដាយអាយុខ្លីមានរឿងអីនឹងយើងតាមអ្នកពិតជាយើងស្លោកអ្នកនិយាយថាអ្នកទាំងពីរបានសម្លាប់ម្ដាយរបស់អ្នកឈ្មោះជាងហ៊ីតើអ្នកមានភស្តុតាងទេបាទមិនអាចទៅរួចច្រើនឆ្នាំកន្លងផុតទៅតើជនច្បោកនោះអាចរកឃើញភស្តុតាងដោយរបៀបណាប្រសិនបើគាត់មានភស្តុតាងមុនគាត់នឹងបានរត់គេចខ្លួនជាយូរមកហើយគាត់នឹងមិនរងចាំរហូតដល់ថ្ងៃនេះទេបាទឆ្កេងនេះច្បាស់ជាត្រូវគេសម្លាប់បើមានភស្តុតាងសូមបង្ហាញមិនក៏មិនហ៊ានបង្ហាញ
កំមិតលូឆេនលេងឈប់ស្ដាប់ការដោះសាររបស់នាងហើយយកនាងទៅភ្លាមខ្ញុំមិនត្រឹមតែប្តឹងលោកស្រីយ៉ែងនិងយ៉ែងយូវពីបទសម្លាប់ម្ដាយរបស់ខ្ញុំទេប៉ុន្តែខ្ញុំក៏នឹងប្តឹងស៊ូវីវេពីបទសម្លាប់ឪពុករបស់ខ្ញុំហើយអ្នកផងដែរពីបទសង្ស័យជួញដូរមនុស្សអ្នកពិតជាជឿជាក់ខ្លាំងណាស់ក្នុងការប្តឹងមនុស្សជាច្រើនប៉ុន្តែប្រសិនបើអ្នកមិនអាចបង្កើតភស្តុតាងច្បាស់លាស់នៅពេលក្រោយទេអ្នកប្រហែលជាអ្នកបំពានច្បាប់នៅទីបញ្ចប់រាល់ភស្តុតាងដែលខ្ញុំទើបតែលើកឡើងមានភស្តុតាងគាំទ្រគ្រប់គ្រាន់ដោយសារតែអ្នកមិនជឿខ្ញុំនឹងបង្ហាញវាដល់អ្នកទេខ្ញុំសូមអង្វរអ្នកមិនអាចទៅរួចតើអ្នកអាចមានវីដេអូនេះដោយរបៀបណាចប់ហើយអស់ហើយតើអ្នកមានអ្វីចង់និយាយអំពីវីដេអូនេះជាការពិតណាស់អ្នកនឹងនៅឈានជារៀងរហូតប៉ុន្តែអ្វីគ្រប់យ៉ាងដែលអ្នកនិយាយនឹងត្រូវការជាភស្តុតាងនៅក្នុងតុលាការយកគាត់ទៅតើមិនអាចទៅរួចអ្នកល្ងងប៉ាម៉ាក់វាហាក់ដូចជាខ្ញុំផ្ទាល់បានបញ្ជូនធៀបទៅទាំងអស់ដែលសម្រាប់អ្នកទៅគុកឥឡូវនេះនៅសល់តែបុរសម្នាក់នេះទេដែលក្បត់ខ្ញុំជឿវ័នមើលអ្វីដែលអ្នកបានធ្វើជឿវ័នមិនត្រឹមតែលបួងប្អូនស្រីខ្លួនឯងប៉ុណ្ណោះទេថែមទាំងបានបញ្ជូនគ្រួសារទាំងមូលរបស់នាងទៅគុកតទៀតផងស៊ូវ៉ានចូលចាំរឿងនេះថាដរាបណាខ្ញុំនៅមានជីវិតនោះគ្មានគម្រោងការអាក្រក់ណាមួយនឹងក្លាយជាការពិតឡើយជាងយូអ្នកពិតជាមិននឹកស្មានថាអ្នកមានសមត្ថភាពជួយសង្គ្រោះពួកគេមែនទេអ្នកប្រហែលជាមិនដឹងខ្លួនឯងទេខ្ញុំហៀបនឹងសម្អាតភាពរញ៉េញ៉ៃរបស់គ្រួសារជាងរបស់អ្នកដោយផ្ទាល់លោកលេនបញ្ហាកញ្ញាស៊ូចិត្តបានដោះស្រាយហើយមនុស្សក្នុងគ្រួសារស៊ូទាំងនោះសុទ្ធតែជាប់គុកហើយលិខិតអនុញ្ញាតដោះលែងពួកគេត្រូវបានរៀបចំរក្សាផ្នែកយ៉ាងជិតស្និទ្ធលើគ្រួសារជាងប្រសិនបើពួកគេធ្វើអ្វីមួយដើម្បីធានានាងចេញសូមតាក់ទងទៅពួកគេជាបន្ទាន់បាទលោកលីននេះជាកិច្ចសន្យារបស់កញ្ញាស៊ូនាងបានមកបំពេញបែបបទចូលបម្រើការងារកាលពីម្សិលមិញនៅពេលដែលអ្នកចុះហត់លេខាលើវានាងអាចក្លាយជានាយកផ្នែករចនានៃ Lion Group ជាផ្លូវការប្រសិនបើខ្ញុំចាំបានត្រឹមត្រូវយើងហាក់ដូចជាមានការសហការខ្លះជាមួយគ្រួសារជាងបាទលោកលីនតាមពិតទៅជាង80នៃកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរបស់គ្រួសារជាងគឺតាក់ទងនឹង Lion Group របស់យើងនៅពេលដែលយើងប្រកាសថាយើងនឹងលែងសហការជាមួយគ្រួសារជាងនោះគ្រួសារជាងនឹងចិត្តផ្សាយធនហើយលោកលីនតើខ្ញុំគួរតែទៅប្រាប់អ្នកក្រមបង្គាប់របស់ខ្ញុំឥឡូវនេះដើម្បីបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្រួសារជាងទាំងអស់ឬគ្មានការប្រញាប់សូមឲ្យប្រធានស៊ូដោះស្រាយរឿងនេះទៅនិយាយជាមួយជាង Group ផ្ទាល់បាទទៅមុខតាមពិតទៅខ្ញុំមានសំណួរមួយចង់សួរអ្នកទៅមុខខ្ញុំមានអារម្មណ៍ថាអ្នកកំពុងនិយាយថាខ្ញុំស្លូតបូតជាមួយកញ្ញាស៊ូវីសាទោះបីជាវាជាអ្នកលេងដ៏ធំនៅក្នុងឧស្សាហកម្មគ្រឿងអលង្ការក្នុងស្រុកក៏ដោយចំណែកទីផ្សារពិភពលោករបស់វាមានចំនួនតិចតួចគួរឲ្យអាណិតពេលឃើញស៊ូវ៉ាវាច្បាស់ណាស់ថាស៊ូវ៉ាន់គឺជាគន្លឹះមាសសម្រាប់ពួកយើងក្នុងការឈានជើងទៅកាន់ឆាកអន្តរជាតិនាងគឺជាបុគ្គលដែលមានទេពកោសល្យដូច្នេះហើយយើងត្រូវតែចាប់យកឱកាសនេះហើយជួយនាងយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាទាំងអស់របស់នាងអូខ្ញុំឃើញចិត្តដល់ពេលហើយបន្ទាប់ពីការឡើងជិះរបស់ស៊ូវ៉ាន់ត្រូវបានដោះស្រាយយើងនឹងឲ្យនាងទៅតំបន់ថ្មឆៅដើម្បីសហការជំរាបសួរតើអ្នកជាលោកស្រីស៊ូវ៉ាន់មែនទេបាទគឺខ្ញុំសូមអបអរសាទរក្នុងការចូលរួមជាមួយក្រុមលេនដោយជោគជ័យរាល់នីតិវិធីនៃការចូលជាធំមានរបស់អ្នកត្រូវបានបញ្ចប់ប្រសិនបើអ្នកត្រៀមខ្លួនហើយសូមមកក្រុមហ៊ុននៅថ្ងៃច័ន្ទក្រោយដើម្បីចាប់ផ្ដើមការងារលឿនម្លេះទើបតែកន្លះថ្ងៃបានកន្លងផុតទៅបាទចាស់ដោយសារការឡើងជិះរបស់អ្នកត្រូវបានអនុម័តដោយផ្ទាល់ដោយប្រធានលេនវាត្រូវបានដំណើរការយ៉ាងលឿនសូមស្វាគមន៍មកកាន់លេន Group សូមអរគុណម៉ាក់ខ្ញុំទីបំផុតខ្ញុំបានធ្វើវាឥឡូវនេះនៅសល់តែបុរសគ្មានបេះដូងជាងវែងគាត់នឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ទៅទេខ្ញុំនឹងឲ្យពួកគេបង់ថ្លៃទាំងអស់តើអ្វីបានទៅដោយរបៀបណាតើមនុស្សនោះបានសង្គ្រោះឬទេខ្ញុំសូមទោសប៉ុន្តែប្រជាជននៅទីក្រុង Los Angeles មានការអត់ធ្មត់ហើយបដិសេធមិនទទួលយកលក្ខខណ្ឌនៅក្រៅគុំមិនថាមានបញ្ហាអ្វីនោះទេអត់ប្រយោជន៍ហើយអ្វីបានជាពួកគេគូគ្រប់គ្រងអ្នកបាទខ្ញុំសូមទោសលោកជាងទោះបីជាអ្នកមានវិធីណាក៏ដោយក្នុងរយៈពេល2ថ្ងៃមិនថាអ្នកណាទេស៊ូវេវេត្រូវតែឈរនៅចំពោះមុខយើងដោយសុវត្ថិភាពតើអ្នកយល់ទេយល់ព្រមលោកជាងចូលមកលោកជាងកិច្ចសហប្រតិបត្តិការរបស់យើងជាមួយ Lane Group ជិតផុតកំណត់ហើយយើងត្រូវបន្តវានៅក្នុង2-3ថ្ងៃបន្ទាប់តើអ្នកចង់រៀបចំពេលវេលាទេកិច្ចសហប្រតិបត្តិការជាមួយគ្រួសារលីនមានសារៈសំខាន់ជាងដូច្នេះសូមកំណត់ការបន្តកិច្ចសន្យាសម្រាប់រសៀលថ្ងៃស្អែកទៅសួរគ្រួសារលីនថាតើពួកគេមានពេលដែរឬទេមិនអីទេថ្ងៃនេះគឺជាថ្ងៃដ៏សំខាន់សម្រាប់ការបន្តកិច្ចសន្យារបស់យើងជាមួយគ្រួសារលីនយើងពិតជាមិនអាចមានកំហុសណាមួយបានទេយល់ហើយលោកជាងខ្ញុំបានផ្ដល់ការជូនដំណឹងរួចហើយគ្មានមុខដែលមិនធ្លាប់ស្គាល់នឹងចូលអគាររបស់យើងនៅថ្ងៃនេះទេនៅសល់តិចជាង15នាទីមុនពេលកិច្ចប្រជុំចាប់ផ្ដើមទៅពិនិត្យឲ្យកន្លែងទទួលភ្ញៀវដើម្បីជៀសវាងកំហុសណាមួយគឺមិនអីទេនៅសល់ពេលតិចជាង15នាទីមុនពេលកិច្ចប្រជុំបន្តកិច្ចសន្យារបស់ Lane Group ចាប់ផ្ដើមសូមទៅពិនិត្យកន្លែងទទួលភ្ញៀវដើម្បីជៀសវាងកំហុសណាមួយទីនេះយកស៊ូយើងបានមកដល់ហើយនេះហាក់ដូចជាលើកដំបូងរបស់ខ្ញុំនៅ Lane Group ចាប់តាំងពីខ្ញុំកើតជាថ្មីតោះទៅមិនអីទេនាយកស៊ូគឺនេះមិនមែនជាអតីតគូដណ្ដឹងរបស់លោកជាងទេត
តើនាងកំពុងធ្វើអ្វីនៅទីនេះតើនាងនឹងប្រធានាធិបតីជាងមិនបានបែកគ្នាទេតើនាងដឹងទេថាថ្ងៃនេះជាថ្ងៃសំខាន់សម្រាប់គ្រួសារជាងហើយមកបង្កបញ្ហាទេយើងពិតជាមិនអាចអនុញ្ញាតឲ្យនាងបំផ្លាញទំនុកចិត្តរបស់យើងជាមួយគ្រួសារលេនបានទេសូមទោសអ្នកទាំងអស់គ្នាពួកយើងមានរឿងក្រុមហ៊ុនមកចូលរួមថ្ងៃនេះហើយមិនទទួលភ្ញៀវទេតើអ្នកបញ្ឈប់យើងទេតើអ្នកដឹងថាយើងជានរណាទេមិនថាអ្នកជានរណាទេក្រុមហ៊ុនមិនទទួលភ្ញៀវទេថ្ងៃនេះយើងសូមអភ័យទោសប្រសិនបើវាបានបង្កឲ្យអ្នកមានការរអាក់រអួលណាមួយក្នុងករណីនោះសូមជម្រាបលោកជាងទៅថាយើងមានរឿងសំខាន់ណាស់ដើម្បីពិភាក្សាជាមួយគាត់នៅថ្ងៃនេះកញ្ញាស៊ូមានអ្វីសំខាន់លោកប្រធានជាងរវល់ណាស់ថ្ងៃនេះហើយមិនមានពេលជួបក្រៅពីនេះប្រធានជាងនឹងមិនសេពគប់នឹងស្ត្រីដែលព្យាបាទដូចអ្នកឡើយតើអ្នកបាននិយាយអ្វីមិនក៏ខឹងចង់វាអ្នកណាខ្ញុំគ្រាន់តែបញ្ជាក់ការពិតតើជាងវែងឈួតហើយឬនៅផ្ញើឆ្កែដូចឯងមកខាត់យើងបើអ្នកហ៊ានមើលងាយលោកប្រធានជាងរបស់យើងម្ដងទៀតកុំបន្ទោសយើងថាជាមនុស្សមិនសមរម្យល្អមើលថាអ្នកបញ្យល់យ៉ាងម៉េចទៅអរុនសុស្ដីយកមនុស្សងងទាំងពីរអ្នកនោះចេញពីទីនេះហើយមើលពួកគេខ្ញុំបញ្ជាក់ជាមួយអ្នកម្ដងទៀតជាងវែងគឺមិនអនុញ្ញាតឲ្យយើងដើរលើផ្លូវ zombie ថ្ងៃនេះទេតើត្រូវទេខ្ញុំនិយាយច្រើនដងហើយអត់យល់ទេប្រសិនបើអ្នកនៅស្ងៀមនឹងពន្យាពេលអាជីវកម្មសំខាន់របស់ក្រុម zombie របស់យើងអ្នកនឹងមិនអាចចាក់ចេញនៅពេលក្រោយបានទេល្អណាស់អ្នកគ្រប់គ្រងលេនវាហាក់ដូចជា zombie ទាំងនេះមិនស្វាគមន៍ពួកយើងទេប្រសើរជាងគុំចាក់ចេញល្អក្រុម zombie របស់អ្នកនឹងសោកស្ដាយចំពោះរឿងនេះកំពុងព្យាយាមគំរាមកំហែង zombies នៅពេលនេះយើងមិនអាចគ្រប់គ្រងអ្នកបានទេអ្នកទាំងពីរប្រសិនបើអ្នកទាំងពីរត្រឡប់មកវិញនៅពេលក្រោយចូលដេញពួកគេចេញបាតនៅសល់តិចជាង5នាទីមុនពេលកិច្ចប្រជុំចាប់ផ្ដើមសូម្បីតែក្រុមក្រុងជាធម្មតាដល់15នាទីមុននេះតើលើកនេះមានរឿងអ្វីចូលមកតើពួកគេនៅណានាងមិនទាន់មកដល់ទេប៉ុន្តែកញ្ញាស៊ូទើបមកដល់កញ្ញាស៊ូមានន័យថាស៊ូវ៉ាន់បាទតើស៊ូវ៉ាន់អាចនឹងដៃដល់ពីរបស់នាងមកទីនេះដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងខ្មោចឆៅនិងក្រុមលេងឬទេទោះយ៉ាងណាក៏ដោយដើម្បីការពារនាងពីការជ្រៀតជ្រែកក្នុងការបន្តកិច្ចសន្យារបស់យើងជាមួយលេន group ខ្ញុំបានដកសន្តិសុខចេញរួចហើយធ្វើបានល្អវាទាំងអស់គឺអរគុណចំពោះការណែនាំរបស់ប្រធានជាងតើលេន group មានន័យយ៉ាងណាចំពោះរឿងនេះនៅសល់តិចជាង3នាទីមុនពេលការប្រជុំចាប់ផ្ដើមនោះមិនមានមនុស្សណាម្នាក់មើលឃើញទេលោកជាងតើយើងគួររងចាំបន្តិចទៀតទេប្រហែលជាមានអ្វីកើតឡើងចំពោះពួកគេនៅតាមផ្លូវតើលេន group មានន័យយ៉ាងណាការប្រជុំបានអស់ពេលហើយមិនមានមនុស្សតែម្នាក់បានបង្ហាញខ្លួនទេអ្នកគ្រប់គ្រងលេនតើនេះមានន័យយ៉ាងណាចំពោះសកម្មភាពរបស់ក្រុមហ៊ុនអ្នកបាទក្រុមហ៊ុនរបស់អ្នកពិតជាធំជាងប៉ុន្តែគ្រួសារជាងមិនមែនជាកម្លាំងដែលត្រូវរាប់បញ្ចូលនោះទេដោយសារតែអ្នកមិនបានមកដល់ពេលវេលាដែលបានព្រមព្រៀងគ្នានោះទេសូមពិភាក្សាអំពីសំណងតាមកិច្ចសន្យាសំណងមិនឈានសូមសំណងក្រុមហ៊ុនរបស់អ្នកមានស្បែកក្រាស់បែបនេះអ្នកគ្រប់គ្រងលេនមានការយល់ច្រឡំរវាងពួកយើងទេតើអ្នកបានទៅលេងគ្រួសារជាងទេតើអ្នកធ្លាប់នៅទីនេះទេយើងមិនត្រឹមតែមកទីនេះទេយើងទៅតែត្រូវបានបណ្ដេញចេញដោយក្រុមជាងទាត់ចេញតើវាអាចទៅរួចដោយរបៀបណាអ្នកគ្រប់គ្រងលេងយើងកំពុងរងចាំអ្នកតើវាអាចទៅរួចទេអ្នកមិនចាំបាច់សួរជំនួយការដ៏មានតម្លៃរបស់អ្នកទេកុំនិយាយថាខ្ញុំមិនបានព្រមមានអ្នកការរារាំងយើងពីការចូលទៅក្នុងការដ្ឋានសំណងរបស់ក្រុមហ៊ុន Jeng Group គឺជាការបំពានកិច្ចសន្យាអ្នកគ្រាន់តែត្រូវការផ្ដល់សំណងដល់លេន Group របស់យើងហើយ Jeng Group នឹងជប់ដល់សំណងអត់ទេអ្នកគ្រប់គ្រងលេងតើមានអ្វីកើតឡើងនៅជាន់ក្រោមឥឡូវនេះហេតុអ្វីបានជាអ្នកគ្រប់គ្រងលេងនិយាយថាគេមកហើយប៉ុន្តែត្រូវបានបុគ្គលិកក្រុមហ៊ុនយើងបណ្ដេញចេញតើវាអាចទៅរួចដោយរបៀបណាសូមជម្រាបជូនលោកជាងវែងថាយើងមានរឿងសំខាន់ដើម្បីពិភាក្សាជាមួយគាត់នៅថ្ងៃនេះខ្ញុំចង់បញ្ជាក់ជាមួយអ្នកម្ដងទៀតថាជាងវែងនឹងមិនអនុញ្ញាតឲ្យយើងដើរជើងនៅក្នុងអគារ Jeng Group នៅថ្ងៃនេះទេតើត្រូវទេមិនអាចទៅរួចតើជំនួយការរបស់អតិថិជនដណ្ដឹងរបស់លោកជាងអាចខ្លាចជានាយករដ្ឋបាលជាន់ខ្ពស់នៅលេន Group យ៉ាងដូចម្ដេចខ្ញុំយល់ហើយលោកជាងត្រូវតែស៊ូវ៉ានកញ្ញាស៊ូនាងទើបតែជួបជាមួយលេន Group ហើយកុហកពួកគេដែលបណ្ដាលឲ្យមានការយល់ច្រឡំរវាងលេន Group និងពួកយើងស៊ូវ៉ាន់បាទខ្ញុំមិនដែលរំពឹងថាក្រុមហ៊ុននេះនឹងមានល្បិចកលយ៉ាងនេះទេបើគ្មានការសហការជាមួយគ្រួសារលេងទេគ្រួសារជាងទំនងជារងនៅភាពអយុត្តិធម៌យ៉ាងខ្លាំងបន្ថែមលើការរំលោភលើកិច្ចសន្យាសំណងហើយគ្រួសារជាងអាចប្រឈមនឹងការខ្សែធនមួយយប់ស៊ូនាងហ៊ានចិត្តសាហាវម្លេះរៀបចំឡានភ្លាមហើយគ្រួសារលេងមកដោះស្រាយការយល់ច្រឡំនេះដោយខ្លួនឯងរួចដោះស្រាយផ្ទាល់ជាមួយនារីពលនោះឈ្មោះសវណ្ណប្រញាប់ដាក់គុកនាយកស៊ឺអ្នកគ្រប់គ្រងលេងខ្ញុំសុំទោសនាយកស៊ឺខ្ញុំមិននឹកស្មានថាអ្នកនឹងជួបជនរងគ្រោះនៅថ្ងៃធ្វើការដំបូងរបស់អ្នកទេតើនេះអាចជាកំហុសរបស់អ្នកដោយរបៀបណាវាគឺជាក្រុមរបស់យើងដែលបានបំពានលើកិច្ចព្រមព្រៀងនិងច្បាប់កិច្ចសន្យាឥឡូវនេះយើងគ្រាន់តែរងចាំឲ្យពួកគេផ្ដល់សំណងដល់យើងអ្នកសមនឹងចាក់ចេញអ្នកឆ្កេងញីមិនហ៊ានមកទីនេះម្ដងទៀតស៊ូតើអ្នកកំពុងធ្វើអ្វីមនុស្សមួយចំនួនមិនអាចគ្រប់គ្រងសត្វឆ្កែរបស់ពួកគេបានហើយអនុញ្ញាតឲ្យពួកគេខំមនុស្សដោយចៃដន្យខ្ញុំនឹងបង្រៀនពួកគេនៅមេរៀនមួយអ្នកគ្រប់គ្រងលីនខ្ញុំគិតថាត្រូវតែមានការយល់ច្រឡំខ្លះរវាងពួកយើងកុំជឿពាក្យស្រីនេះវាដោយសារនាងដែលកិច្ចសន្យារបស់យើងត្រូវបានពន្យាពេលខ្ញុំគិតថាកញ្ញាស៊ូមានអត្ថន័យច្រើនមនុស្សមួយចំនួនមិនអាចសូម្បីតែគ្រប់គ្រងជំនួយការធម្មជាតិរបស់ពួកគេផ្ទាល់តើគេអាចដឹកនាំក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មនេះដោយរបៀបណាស៊ូអ្នកគួរតែពន្យល់អ្នកគ្រប់គ្រងលេនភ្លាមល្អជាងឬខ្ញុំនឹងបញ្ជូនអ្នកទៅពន្ធនាគារឥឡូវនេះតើអ្នកជឿខ្ញុំទេពន្យល់ពីអ្វីដែលអ្នកត្រូវការឲ្យខ្ញុំពន្យល់អ្នកគ្រប់គ្រងលេនឬអ្វីដែលអ្នកត្រូវការឲ្យខ្ញុំពន្យល់អ្នកគ្រប់គ្រងលេននាយកស៊ឺនិយាយលេងខ្ញុំមិនត្រូវការនាយកស៊ឺពន្យល់អ្វីទាំងអស់អ្វីនាយកស៊ូដឹងអត់
មេគឺត្រូវបានជួលដោយអតិថិជនរបស់ Lens Group របស់យើងជានាយកផ្នែករចនា Lens Group របស់យើងតើវាអាចទៅរួចដោយរបៀបណាมันអាចទៅរួចទេមិនក៏នាងនិយាយថាយកមិញមិនឆ្ងល់ទេឆ្ងល់ថានាងប្រហែលនិយាយអីចឹងប្រសិនបើវាទាំងស្រុងជាងតែងក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរដោយសារតែឧបត្តិហេតុពីមុនពាក់ព័ន្ធនឹង Bao Shiyue និង Zhang Guo ខ្ញុំមិននឹកស្មានថាក្រុមហ៊ុនធំមួយនឹងត្រូវអ្នកទម្លាក់ដោយពាក្យប៉ុន្មានម៉ាត់នោះទេយើងត្រូវអរគុណលោកប្រធានលីនប្រសិនបើវាមិនមែនសម្រាប់អ្នកទេទោះខ្ញុំខំប្រឹងយ៉ាងណាក៏ខ្ញុំមិនអាចទម្លាក់ជាងដែរដូច្នេះតើអ្នកមានគម្រោងធ្វើដូចម្តេចដើម្បីអរគុណខ្ញុំនឹងដឹកនាំក្រុមហ៊ុន Lens Group ទៅកាន់ទីផ្សារអន្តរជាតិនិងធ្វើឲ្យឈ្មោះគ្រឿងអលង្ការ Lens ល្បីល្បាញទូទាំងពិភពលោកល្អណាស់ខ្ញុំជឿលើអ្នកតោះធ្វើការជាមួយគ្នាក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះគ្រឿងអលង្ការ Lens របស់យើងទទួលបានចំណែកទីផ្សារខ្ពស់ជាងនៅក្នុងពិភពលោកហើយបានកើនឡើងជាលំដាប់វីរបុរសនៃរឿងទាំងអស់នេះគឺលោកស៊ឺវ៉ាន់ដែលជានាយកផ្នែករចនារបស់យើងទាំងអស់គ្នាសូមអបអរសាទរនាងមួយជុំអរគុណអ្នកទាំងអស់គ្នាខ្ញុំនឹងបន្តខិតខំខ្ញុំមានគំនិតថ្មីមួយចំនួនសម្រាប់ត្រីមាសបន្តជាឧទាហរណ៍យើងអាចបងការរចនាបែបចិនមួយចំនួនដោយផ្អែកលើផ្កាផ្លុំផ្កាអាគីដេឬស័យថ្មនីតិរដូវក្តៅរដូវស្លឹកឈើជ្រុះនិងរដូវរងាយើងអាចប្រើគុជខ្យងជាគ្រឿងសម្អាងខ្លះបន្ទាប់មកយើងអាចបន្តចូលទៅក្នុងទីផ្សារអឺរ៉ុបនិងបង្កើតភាពរុងរឿងថ្មីមិនអីទេកិច្ចប្រជុំបានពន្យាពេលសម្រាប់ថ្ងៃនេះប្រធានលីនខ្ញុំចង់សូមសម្រាប់ពី3ថ្ងៃដើម្បីទៅលេងផ្ទះខ្ញុំបានឮថាពួករបស់ Suviway បានរត់ចេញពីគុកប្រយ័ត្នមិនអីទេអរគុណលោកប្រធានលីនម៉ាក់និងប៉ាកុំបារម្ភខ្ញុំបានធ្វើឲ្យអ្នកដែលធ្វើបាបអ្នកបងថ្លៃព្រមទាំងអស់លោកដែលធ្វើបាបខ្ញុំមែនទេហើយខ្ញុំបានបំពេញក្តីសុបិនរបស់ខ្ញុំប៉ាខ្ញុំបានចាប់ផ្ដើមអង្គការសប្បុរសធម៌ក្នុងនាមអ្នកដើម្បីជួយមនុស្សដែលត្រូវបានគេជួញដូរទៅភ្នំដាច់ស្រយាលអ្នកនឹងសប្បាយចិត្តណាស់ប្រសិនបើអ្នកបានឃើញវាប៉ាខ្ញុំនឹកអ្នកខ្លាំងណាស់ខ្ញុំគិតថាអ្នកជាមនុស្សឈួតកូនប្រុសរបស់ខ្ញុំវីវេមិនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចេញជាហើយគាត់នឹងមិនដែលចេញពីមន្ទីរពេទ្យចេញជាឡើយព្រោះតែអ្នកខ្ញុំចង់ស្លាប់លោកលីនសុខសប្បាយទេលោកលីនខ្ញុំមិនអីទេលឿនរហ័សហើយរថយន្តសង្គ្រោះបន្ទាន់រហ័សជាអូខេភ្ញាក់ខ្លួនហើយលោកលីនមានអារម្មណ៍ធូរស្រាលទេខ្ញុំប្រសើរជាងតើអ្នកបញ្ចប់នៅទីនេះដោយរបៀបណានៅថ្ងៃនោះឬដំណឹងដ៏ស្រទន់នេះខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តដូច្នេះខ្ញុំក៏ទៅជាសម្ងាត់អ្នកនឹងមិនខឹងនឹងខ្ញុំទេមែនទេជាការពិតណាស់ខ្ញុំបន្ទោសអ្នកចាប់ពីពេលនេះទៅខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើអ្វីដែលគ្រោះថ្នាក់នោះទេតើការការពារអ្នកត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់យ៉ាងដូចម្តេចសេរីទូរទស្សន៍យើងបែកមុខ